សូមអរគុណពុកម៉ែបងប្អូននិងប្រិយមិត្តដែលបានចូលរួមឧបត្ថម្ភនិងគាំទ្ររាល់វីដេអូរបស់យើងខ្ញុំបាត់ឆាកមកដល់កម្រិតនេះហើយជួបតែមនុស្សប្រុសអន់ជុំគ្នាអំចាស់ដើមឈ្មោះស៊ូហ៊ឺចំណែកខ្ញុំឈ្មោះស៊ូជីជីចាំមើលខ្ញុំទៅដោះស្រាយជាមួយគូស្នេហ៍លួចលាក់មួយគូនេះស៊ូហ៊ឺនាងទៅចុះនាងវាទាំងរដើនទាំងល្ងងខ្លៅមិនចេះក្បួនខ្នាតអីសោះឥឡូវខ្ញុំមានងារជាមន្ត្រីហើយនាងមិនស័ក្តិសមនឹងខ្ញុំទេរកឲ្យនាងទន់ភ្លន់និងចេះដឹងខុសត្រូវទើបស័ក្តិសមជាគូនឹងខ្ញុំបងស្រីអូនសុំទោសអូនមិនបានតាំងចិត្តទេបងកុំបន្ទោសបងប្រុសអីណាខំចំណាយពេល3ឆ្នាំឥតប្រយោជន៍ចុងក្រោយនៅតែមិនស័ក្តិសមនឹងដៃអាវនាងក្មេងស្រីរដើនម្នាក់នេះតើមានអ្វីទៅប្រៀបនឹងនាងរកដែលថ្លៃថ្នូរនោះបានកុំតន់អាវចូលរោងការអីខ្ញុំមកជូនពរអ្នកទាំងពីរក្នុងថ្ងៃរៀបការនេះសូមអបអរសាទរលោកបណ្ឌិតសិនដែលប្រឡងជាប់ហើយបោះបង់ប្រពន្ធដើមចោលហើយក៏សូមអបអរសាទរអ្នកនាងស៊ូដែលដណ្ដើមប្តីគេបានសម្រេចខ្ញុំសូមជូនពរអ្នកទាំងពីរប្តីចិត្តរិឆាននិងស្រីថោកទាបគឺស័ក្តិសមគ្នាណាស់សូមឲ្យនៅជាមួយគ្នាជារៀងរហូតកុំឲ្យបែកគ្នាឲ្យសោះគ្មានគេខ្មាស់សោះស្រីព្រៃផ្សៃមែនថុយខ្ញុំខំមកស៊ូហូបបបរហូបបន្លែចិញ្ចឹមអ្នក3ឆ្នាំឯអ្នកវិញចាំតែហាមាត់ចាំស៊ីរដូវរងាខ្ញុំខំដេអាប់រងាឲ្យអ្នកហើយរឿងរ៉ាវលំបាកខ្ញុំជាអ្នករ៉ាប់រងឲ្យអ្នកទាំងអស់មុនសកាអ្នកវាត្រូវឆ្កែស៊ីអស់ហើយអាពុជអប្រៃធ្វើឲ្យគេអាម៉ាស់មុខអស់ហើយមិនព្រមទៅផ្ទះវិញទៀតកុំមកប៉ះពាល់ខ្ញុំឲ្យសោះបើហ៊ានប៉ះខ្ញុំមិនទុកមុខឲ្យទេណានាងក្មេងមិនចេះគិតនាងរើឲ្យគេចិត្តទូលីមិនប្រកាន់ជាមួយនាងទេតែនាងបែរជាមកធ្វើរឿងរ៉ាវមិនឈប់ឈរសុទ្ធតែជាគ្រួសារតែមួយតែចាំបាច់ត្រូវមកប្រកាន់រឿងលុយកាក់ប្រមាណនឹងធ្វើអីគ្រួសារតែមួយហ៎ខ្ញុំស៊ីស្មៅតែនាងស៊ូលើស៊ីបាយខ្ញុំធ្វើការតែនាងស៊ូលើអង្គុយប៉ាប់ការខ្ញុំត្រូវគេវាយតែនាងស៊ូលើបែរជាបានគេស្រឡាញ់គ្រួសារដែលចេះតែបិទជៀមគេបែបនេះខ្ញុំមិនហ៊ានរាប់អានទេ3ឆ្នាំមកនេះនាងស៊ីលុយផ្ទះខ្ញុំអស់17ដំឡឹងពីជៀនក្រដាសខ្មៅនៅទីនេះស្រាប់ថ្ងៃនេះបើមិនសងលុយទេក៏គុំសង្ឃឹមថានឹងបានរៀបការឲ្យសោះរឿងស្នេហាប្រុសស្រីតើគេយកលុយមកវាស់វែងបានដែរឬស្នេហាហ៎ពេលដែលអញអបអូនស្រីខ្ញុំមិនក៏មិនឃើញអញគិតពីពាក្យថាស្នេហានឹងផងថ្ងៃនេះខ្ញុំស៊ូហ៊ឺសូមកាត់ផ្តាច់ទំនាក់ទំនងគ្រួសារស៊ូទាំងអស់ចាប់ពីពេលនេះទៅខ្ញុំរស់នៅតែម្នាក់ឯងខ្លាចពិបាកដើរមិនឆ្ងាយទេសំណាងល្អនឹងមកដល់ដោយឯងចាប់ពីថ្ងៃនេះទៅរកលុយញ៉ាំបាយហើយសងសឹកវិញប្រុសទុកមួយ like សិនទៅអូពិធីល្អនាងនេះមានជោគជតារាសីខ្លាំងណាស់ហើយមានរាងកាយពិសេសទៀតនាងគឺជាមនុស្សតែម្នាក់គត់ដែលអាចទប់ស្កាត់ជាពលក្នុងខ្លួនលោកបានគឺនាងនឹងឯងពួកខ្ញុំស្អិតជាប់ក្នុងអស់ហើយនេះវាជាការចាប់ផ្ដើមដ៏សីមែនមិនបានទេត្រូវតែរកលុយស្អែកនេះត្រូវទៅជីកបន្លែព្រៃនិងផ្លែឈើនៅភ្នំខាងក្រោយមកញ៉ាំសិនចាំរកលុយបានដុំកំភួនសិនចាំខ្ញុំបើតូបលក់សាច់អាំងថែមទាំងទឹកជ្រលក់ម្ទេសរូបមន្តពិសេសទៀតអ្នកសម័យបុរាណនេះធ្លាប់ឃើញអាណាដល់ពេលនោះខ្ញុំនឹងក្លាយជាម្ចាស់កត្រីសាច់អាំងនៃរាជវង្សដាឈីងទិញផ្ទះវីឡាធំជួចចុងភើ10នាក់មួយថ្ងៃញ៉ាំសាច់8ពេលនៅកណ្ដាលព្រៃស្ងាត់បែបនេះកុំប្រាប់ថាពួកមនុស្សចង្រៃត្រកូលស៊ូតាមរកដល់ទីនេះមែនទេអូហូអាឡអត់នេះដើរខុសរឿងមែនទេយប់អាធ្រាត្រដើរលេងក្នុងភូមិអ្នកក្រដើម្បីធ្វើបុណ្យកុសលមែនទេនាងហើយខ្ញុំមែនទេអ្វីណាបងប្រុសសង្ហាដំណើររឿងយើងទាំងពីរនេះវារហ័សពេកហើយស្រឡាញ់គ្នាក៏ត្រូវមានដំណាក់កាលខ្លះដែរមែនទេហ៊ានណាស់នេះគឺជាលោកយងនីងហូហូយកំពុងត្រូវថ្នាំពោរ៉ាំរ៉ៃត្រូវការស្ត្រីដែលមានកម្លាំងយន្តសុំមកជួយលោកនេះគឺជាសំណាងរបស់អ្នកហើយមានលោកហើយនឹងហើយការកំដរនេះមិនមែនគ្រាន់តែរកមនុស្សមកធ្វើជាកម្ដៅខ្លួនចល័តទេរៀបការទៅមានបាយហូបមានផ្ទះនៅហើយថែមទាំងមានប្តីសង្ហាដែលចិត្តស្លាប់ទៀតនេះមិនមែនជាជីវិតចូលនិវត្តន៍ទេបានខ្ញុំព្រមរៀបការតែឋានៈខ្ញុំសូមនិយាយរឿងលុយកាក់ឲ្យច្បាស់សិនខ្ញុំជាមនុស្សចូលចិត្តលុយមិនល្អហើយពិបាកគ្រប់គ្រងណាស់ក្រោយរៀបការយើងរៀងខ្លួនទៅខ្ញុំរកលុយអ្នកព្យាបាលជំងឺទៅចុះបើខ្ញុំគ្រាន់តែនិយាយទេណាបើថ្ងៃណាមួយអ្នកអកុសលស្លាប់ទៅតាមរដកដ៏ច្រើនសន្ធឹកសន្ធាប់របស់អ្នកអាចចែកឲ្យខ្ញុំពាក់កណ្ដាលបានទេបានរបស់ទាំងអស់របស់ខ្ញុំមិនយូរមិនឆាប់នឹងក្លាយជារបស់អ្នកទាំងអស់ព្រមតោះទៅចុះបញ្ជីរៀបការនេះមិនជាការមកទទួលកូនក្រមុំឯណានេះវាដូចជាដឹកទំនិញសោះជាដល់ថ្នាក់សាលាដំបងដល់ល្បីល្បាញតែសូម្បីតែក្រេស្នែងពណ៌ក្រហមក៏មិនព្រមធ្វើឲ្យសម្រុំផងស្អីក៏ពេញប្រវាញ់ដែរអូអ្នកបងឲ្យក្រេស្នែងពួកយើងនេះដើរខុសផ្លូវមែនទេមិនក៏គ្មានការពណ៌ក្រហមលំអសោះចឹងលោកម្ចាស់ហូចឈឺធ្ងន់មិនគួរធ្វើអ្វីឲ្យអធិកអធមពេកទេកញ្ញាគ្រាន់តែជាស្រីស្រុកស្រែអាចចូលក្នុងសាលាដំបងបានក៏ជាសំណាងធំធេងណាស់ទៅហើយកុំរើសអានអីបានលក្ខខណ្ឌចូលធ្វើការទៀបតែអត្ថប្រយោជន៍ក៏អន់ខ្ញុំទ្រាំក៏បានមែនហើយចាប់ពីពេលនេះទៅខ្ញុំលែងឈ្មោះស៊ូហ៊ឺទៀតហើយកញ្ញាថាអ្វីណាខ្ញុំថាឈ្មោះស៊ូហ៊ឺនេះវាអន់ពេកចាប់ពីថ្ងៃនេះទៅខ្ញុំឈ្មោះស៊ូជី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 អីហ្នឹងឈ្មោះអីក៏ចម្លែកម្លេះជីប៉ាប៉ានេះគេហៅថាវិជាសាស្ត្រនៃការសងសឹកមានន័យថាការសងសឹកនឹងណា
ស្រីស្រុកស្រែមិនចេះច្បាប់ទម្លាប់សោះជូរចត់មែនជឿក្រអូបនេះសុទ្ធតែជាប្រភេទល្អខ្ញុំមានសំណាងហើយទ្រព្យសម្បត្តិសុទ្ធរបស់ក្រុមហ៊ុននេះគឺលើសពីអ្វីដែលខ្ញុំគិតទៅទៀតកញ្ញាស៊ូខ្ញុំកំពុងតែនិយាយជាមួយអ្នកណាចាស់ខ្ញុំកំពុងស្ដាប់តាមមានការអ្វីដែរថ្ងៃនេះពិធីរៀបការមិនចាំបាច់ធ្វើពិធីសម្ពាធទេអ្នកត្រូវទៅស្នាក់នៅស៊ូនស៊ូយូនៅខាងលិចចាំទុកណាត្រូវចេះរក្សាខ្លួនកុំដើរផ្ដេសផ្ដាស់ហើយកុំទៅបង្កបញ្ហាដល់អ្នកមានបុណ្យស័ក្តិឲ្យសោះបានគ្មានបញ្ហាទេខ្ញុំយកឲ្យតែបានលុយគឺចប់ចុះលុយថ្លៃឧបករណ៍នាំនាងទៅពិតជាស្រីឃ្លានលុយកាក់ខ្លាំងណាស់គួរឲ្យអាម៉ាស់មុខមែនអូហូនេះមិនមែនជាស៊ូនស៊ូយូទេនេះវាដូចជាកន្លែងស្នាក់នៅរីដំណាក់ត្រជាក់ច្បាស់ណាស់លោកម្ចាស់មានសុខភាពខ្សោយអាហារត្រូវតែមានគុណភាពល្អចំណែកឯអ្នកស្រីមានឋានៈពិសេសដូច្នេះសូមប្រើប្រាស់ឈុតនេះសិនទៅគ្រូសាលោកម្ចាស់នេះពិតជាធ្វើបាបប្រពន្ធស្របច្បាប់មែនមានអាហារហូបក៏ល្អណាស់ទៅហើយមិនមែនជាអ្វីដែលអ្នកប្រដៅខ្ញុំអាចរើបានទេនាងតូចជាងឈឺឲ្យនាងត្រូវតែរស់ឲ្យបានយូរណាចាំមើលខ្ញុំនឹងស៊ីឲ្យអស់ពីផ្ទះលោកម្ចាស់នេះតែម្ដងខ្ញុំត្រូវតែរកលុយឲ្យបានអ្នកទាំងអស់គ្នាត្រូវតែផ្លាស់ប្ដូរគំនិតមកលើខ្ញុំវិញចាំមើលចុះខ្ញុំស៊ូឈីនេះមិនយូរមិនឆាប់នឹងរកលុយឲ្យបានច្រើនសន្ធឹកសន្ធាប់កាលពីយប់មិញមានគេឃើញផ្ទាល់ភ្នែកថាមានរទេះសេះពណ៌ខ្មៅមួយបានមកទទួលនាងស៊ូហ៊ឺចេញពីខ្ទមស្មៅនោះឃើញអាទិកអាធំខ្លាំងណាស់មើលទៅដូចជាមនុស្សធំអីចឹងរទេះសេះនោះពួកអង្គរៈនោះមិនមែនជាអ្នកមានធម្មតាទេណានាងក្មេងថោកទាបល្ងងខ្លៅម្នាក់នោះមិនក៏អាចមានមនុស្សធំមកទទួលនាងទៅបានកាលពីម្សិលមិញខ្ញុំនៅគិតថាចង់ឲ្យនាងរលួយក្នុងភពអស់មួយជីវិតតែមិននឹកស្មានថាមួយប៉ព្រិចភ្នែកនាងបែរជាឡើងទៅតោងជាប់នឹងអ្នកមានអំណាចទៅវិញអាមនុស្សអត់តែញោគ្មានចិត្តមេត្តាដែលទំនាក់ទំនងហើយក៏ទៅតោងអ្នកមានអំណាចមិនដឹងចេះងាកក្រោយមកជួយគ្រួសារខ្លះផងបើដឹងថាវាមានសំណាងបែបនេះពីដំបូងឡើយមិនគួរទៅបង្ខំវាទេណាដេកកន្លែងនេះមិនអន់ទេបើកឆ្កាវាឲ្យស្អាតរួចដាំទេដាំបន្លែហូបចុកដោយខ្លួនឯងគឺល្អឥតខ្ចោះតែម្ដងអ្នកឯងនេះពិតជាស្រួលខ្លួនមែនណាលោកម្ចាស់ហុយក្រោយពីប្រឡឹមមកដើរលេងចង់ទៅដកស្មៅជាមួយខ្ញុំទេហាប់ប្រានទៅណាប៊ូពីងរឿងកាលពីម្សិលមិញខ្ញុំបានឮដំណឹងហើយឯងមិនអីទេមែនទេមិនអីទេបានបោះបង់ចោលអាប្រុសស្អុយនោះហើយរួចផុតពីក្រុមគ្រួសារចង្រៃនោះខ្ញុំពិតជាសំណាងណាស់កូនប្រសាស្រីនៅស្រុកស្រែនេះមើលទៅហាក់ដូចជាគួរឲ្យចាប់អារម្មណ៍បន្តិចហើយលីថាអ្នកស្រីម្នាក់នោះមកពីគ្រួសារក្រីក្រនៅជនបទអក្សរមួយទូក៏មិនចេះផងថែមទាំងកាន់កាំបិទចិញ្ច្រាំបន្លែជាគេនៅកន្លែងបោកខោអាពាតថប់ទាបខ្លាំងណាស់លោកហូយមានឋានៈខ្ពង់ខ្ពស់ណាស់ហើយអ្វីបានជាទៅរៀបការជាមួយមនុស្សស្រីដែលគ្មានមុខមាត់បែបនេះទៅវិញខ្លាចថាទោះបីជាច្បាប់ទម្លាប់ក៏នាងមិនដឹងផងអ្នកស្រីដល់ពេលអាហារថ្ងៃត្រង់ហើយផ្ទះបាយខ្វះខាតគ្រឿងផ្សំឯងជាអ្នកស្រុកស្រែចម្ការស្រាប់ហើយញ៉ាំតិចតួចក៏មិនអីដែរផ្ទះបាយថ្ងៃនេះធ្វើសាច់ជ្រូកទឹកស៊ុបគ្រាប់ឈូកនិងត្រីចំហុយមែនទេអ្នកស្រីកុំនិយាយផ្ដេសផ្ដាស់អីលោកហូយកំពុងសម្រាប់ព្យាបាលជំងឺអាហារគឺសាមញ្ញបំផុតតាមមានម្ហូបទាំងនេះមកពីណាអូចុះប្រេងសាច់ជ្រូកដែលប្រឡាក់នៅដៃអាវឯងនឹងវាធ្លាក់មកពីលើមេឃមែនទេម្សិលមិញឯងនៅក្បែរចង្ក្រាននេះមែនទេហើយគ្រាប់ឈូកដែលប្រឡាក់លើអាវឯងទៀតតើវាជាការយកសឹកមែនទេខ្ញុំមិនរើសចំណៃទេតែខ្ញុំស្អប់បំផុតពេលមានអ្នកណាគេមកធ្វើបាបខ្ញុំដូចជាមនុស្សល្ងងត្រឡប់ទៅប្រាប់អ្នកគ្រប់គ្រងពួកឯងទៅបើលើកក្រោយហ៊ានយកអាហារចាស់មកឲ្យខ្ញុំទៀតខ្ញុំនឹងទៅផ្ទះបាយដោយខ្លួនឯងហើយឲ្យគ្រប់គ្នាឃើញថាខ្ញុំនឹងញ៉ាំអាហារពិសេសរបស់គេឲ្យមើលលោកមេផ្ទះឲ្យលោកត្រូវតែជួយរកយុទ្ធធម៌ឲ្យពួកខ្ញុំផងណាអ្នកស្រីស៊ូម្នាក់នោះមិនមានកិរិយាមាយាទជាមេផ្ទះបន្តិចសោះនាងស្រីមកពីស្រុកស្រែចម្ការម្នាក់នឹងអាចធ្វើអ្វីបានទៅនាងមិនត្រឹមតែជេរពួកខ្ញុំថាជាឆ្កែអាំងអំណាចម្ចាស់ទេនាងថែមទាំងនិយាយថាច្បាប់ទម្លាប់ក្នុងផ្ទះលោកមេផ្ទះនឹងក្នុងភ្នែកនាងគឺគ្មានតម្លៃអ្វីទាំងអស់នាងថានឹងរស់រើផ្ទះបាយចោលបើលោកហ៊ានតែហាមឃាត់នាងនឹងវាលោកទៀតផងនាងស្រីស្រុកស្រែមិនស្គាល់កម្ពស់មេឃដីនេះនាំផ្លូវទៅខ្ញុំចង់ឃើញណាស់ថាតើផ្ទះនេះដល់ពេលដែលនាងមកកំណត់ច្បាប់ទម្លាប់តាំងពីពេលណាអ្នកស្រីស៊ូចូលមកក្នុងផ្ទះនេះហើយត្រូវតែគោរពច្បាប់ទម្លាប់ក្នុងផ្ទះនេះច្បាប់ទម្លាប់ឬតើមានច្បាប់ណាដែលសរសេរថាលោកមេផ្ទះចូលក្នុងផ្ទះមេផ្ទះមិនបាច់គូសទ្វារនោះនាងហ៊ានប្រើពាក្យសម្ដីអសុរោះជាតិរមៀតញាប់ហ៊ានអួតអាងខ្លាំងម្ល៉េះចេះទុកចិត្តខ្លះទៅខ្ញុំកំពុងតែជានឹងឃ្លាណាមកវ៉ាន់ជួយឯងនិយាយឡើងវិញនៅមុខមេផ្ទះមកកុំឲ្យខ្វះមួយម៉ាត់ណាឲ្យសោះអ្នកជេរពួកយើងថាជាឆ្អឹងថោកទាបខ្ញុំជេរគឺជាពួកចៅហ្វាយដែលលួចស៊ីគឺចោលពួកអ្នកបម្រើដែលលួចស៊ីគឺឆ្កែមិនដែរឯងចង់ទទួលយកមែនទេវ៉ាន់ជួយគឺជាមនុស្សចាស់ទុំក្នុងផ្ទះនេះមិនអាចទៅមួបង្កាច់អ្នកបានទេអ្នកមានដើមកំណើតទាបថោកកាន់តែត្រូវចេះរក្សាពាក្យសម្ដីកុំអាងតែមានគេស្រឡាញ់ចូលចិត្តហើយចង់ធ្វើអ្វីតាមចិត្តឲ្យសោះនេះប្រកាសជាការយកច្រឡំហើយយកច្រឡំមែនទេវ៉ាន់ជួយក្អែប្រេងសាច់ជ្រូកនៅលើដៃអាវឯងនេះនៅមិនទាន់ស្ងួតផងហើយគ្រាប់ឈូកដែលជាប់នៅអាវឯងនេះតើវាដុះចេញមកពីក្នុងបទត្រជាក់និងបន្លែអំបិលនេះមែនទេចង់ឲ្យខ្ញុំហៅអ្នកបម្រើទាំងអស់ក្នុងផ្ទះមកមើលហើយបើក៏អាវឯងពិនិត្យមើលនៅមុខគេឯងមែនទេចង់ដឹងថាតើក្នុងពោះឯងនឹងមានបបគ្រាប់ឈូកដែលបាត់ពីផ្ទះខ្ញុំមែនឬអត់
ឈប់ទៅខ្ញុំមិនមែនជាមនុស្សចូលចិត្តបង្កចំនួនទេប៉ុន្តែក៏មិនខ្លាចដែរលោកមេផ្ទះចូលលើក្រោយបើមានអ្នកណាអ្នកហ៊ានធ្វើបាបខ្ញុំមែនទេខ្ញុំមិនរកអ្នកទេខ្ញុំនឹងទៅរកលោកម្ចាស់ដោយផ្ទាល់មិនដែរអ្នកគ្រប់គ្រងចង់បង្រៀនខ្ញុំពីច្បាប់ទម្លាប់មែនទេយ៉ាងណាក៏ខ្ញុំជាភរិយាដែលលោកម្ចាស់រៀបការតាមប្រពៃណីដែរទោះបីជាគ្រាន់តែជាឧបករណ៍សម្រាប់ដោះគ្រោះក៏ដោយក៏មិនដល់វេនឆ្កែយាមផ្ទះដូចអ្នកមកជន់ឆ្លៀតខ្ញុំដែរយល់ទេខ្ញុំបានដឹងហើយក្រោយមកទៀតនឹងមិនឲ្យមានកំហុសទៀតទេទៅអាពួកអែបអប់បើមិនឲ្យមេរៀនខ្លះទេស្មានថាខ្ញុំជាអ្នកគ្រប់គ្រងអាជីពម្នាក់នេះងាយនឹងបបមែនទេផ្លែសាន់ចាហ្វូននេះជូខ្លាំងមែនច្បាប់ទម្លាប់វាស្លាប់តែមនុស្សយើងនៅរស់យកច្បាប់ហៅហ្វូមកគៀបសង្កត់ខ្ញុំមែនទេបានទៅហៅលោកម្ចាស់មកយើងមកទល់មុខគ្នាដោះស្រាយឲ្យច្បាស់លោកម្ចាស់អ្នកស្រីស៊ូនេះពិតជាឆ្លាតវៃនិងក្លាហានមែនមើលសម្ដីនឹងរកពីរបស់នាងផងមិនដូចពាក្យគេនិយាយថាជានារីល្ងងខ្លៅមកពីស្រុកស្រែបន្តិចសោះកន្លងមកធ្លាប់តែឃើញពួកនារីអភិជនក្នុងក្រុងដែលចេះតែធ្វើតាមច្បាប់ទម្លាប់ដូចជាមនុស្សឈើគ្រប់គ្នាសុទ្ធតែសុភាពរៀបសាររហូតដល់គួរឲ្យធុញតែមានតែនាងម្នាក់នេះទេដែលពិតជាប្លែកពីគេអ្នកស្រីនេះជាសាច់ជ្រូកខ្ទើបតែលើកចេញពីចង្ក្រានអ្នកស្រីញ៉ាំពេលក្តៅទៅហើយនេះស៊ុបមាន់ស្រែគឺប្រើមាន់ចាស់ទាំងមូលរំងាស់អស់3ម៉ោងឯណោះពិតជាមានជីវជាតិខ្លាំងណាស់អូប្រសិទ្ធភាពបែបនេះមិនចាញ់សន្តាគារផ្កាយ5ទេណាហឹមរសជាតិឆ្ងាញ់ជាប់មាត់នេះហើយទៅហៅថាជីវិតមនុស្សរស់នៅវ៉ាន់ជួយឃើញទេបើចេះដឹងរឿងតាំងពីដើមមកក៏មិនបាច់ត្រូវគេវីដែរធ្វើការក្នុងភូមិគ្រឹះនេះត្រូវចេះមើលកាលៈទេសៈនាងក្មេងស្រុកស្រែនេះពិតជាគួរឲ្យស្រឡាញ់ដោយភាពស្មោះត្រង់មែនសូមអរគុណពុកម៉ែបងប្អូននិងប្រិយមិត្តដែលបានចូលរួមអូបទធំនិងគាំទ្ររាល់វីដេអូរបស់អាដមីនជូនពរពុកម៉ែបងប្អូននៅរោគទួនមានបានមានសុខភាពល្អបរិបូរណ៍ជានិច្ចអាអ្នកក្រម្នាក់នឹងពិតមែនហើយរឿងសំខាន់បំផុតពេលនេះគឺរកលុយវិធីរកលុយដែលស្រួលបំផុតក្នុងសម័យនេះគឺធ្វើនំចំណីអ្នកស្រីម្ចាស់ហូបបានបញ្ជាមកថាចាប់ពីពេលនេះទៅស្បៀងអាហារនឹងត្រូវផ្ដល់ជូនតាមកម្រិតខ្ពស់បំផុតខ្ញុំម្ចាស់ពីមុនល្ងងខ្លៅសូមអ្នកស្រីមេត្តាអភ័យទោសឲ្យផងមិនអីទេខ្ញុំជាមនុស្សចិត្តទូលាយឲ្យតែអ្នកចេះធ្វើខ្លួនឲ្យសមរម្យខ្ញុំនឹងមិនពិបាកជាមួយអ្នកទេអ្នកស្រីម្ចាស់ហូបបានបញ្ជាមកថាប្រាក់និងក្រណាត់ទាំងនេះគឺសម្រាប់អ្នកស្រីប្រើប្រាស់ប្រចាំថ្ងៃបើខ្វះអ្វីអាចប្រាប់បានភ្លាមម្ចាស់ហូបរបស់អ្នកទូមើលទៅត្រជាក់ស្រីតែចិត្តល្អហើយចិត្តទូលាយទៀតផងមិនអាក្រក់ទេគួរឲ្យចង់រាប់អានយូរអង្វែងអ្នកអាចធ្វើបានអញកំពុងនិយាយពីអីហ្នឹងលោកស្រីអ្នកទាំងពីរភ្លេចហើយឬអីថាអ្នកទាំងពីរជាប្តីប្រពន្ធនឹងគ្នាមិនមែនជាដៃគូរុកស៊ីទេណាលោកស្រីឲ្យម្ហូបនេះហិតទៅមានក្លិនជូរមិនមិនដឹងប្រហែលជាម្ហូបសល់ពីម្សិលមិញហើយពួកអ្នកផ្ទះបាយនឹងពិតជាមើងងាយយើងពេកហើយខ្ញុំនឹងយកវាទៅបដូរឥឡូវនេះឯងបដូរទៅនាងទៅក៏គេគ្រាន់តែនិយាយថាមានតែប៉ុណ្្នឹងឯងចង់ញ៉ាំក៏ញ៉ាំមិនញ៉ាំក៏ហីមកធ្វើបាបខ្ញុំដល់ថ្នាក់នេះគឺពួកគេរកអូមិនមែនជាអ្នកមានបុណ្យមកពីដំណាក់ស៊ូយីទេប្រេងកាត់ពេញដីបែបនេះកុំឲ្យប្រឡាក់ជើងអ្នកនាងឲ្យសោះណាអ្នកគ្រប់គ្រងជួយពន្យល់បន្តិចមើលម្ហូបសល់ពីម្សិលមិញនេះហើយអ្វីបានជាមកនៅលើទៅរបស់ខ្ញុំបានលោកស្រីដើមឡើយជាអ្នកស្រុកស្រែម្ហូបអាហារសាមញ្ញបែបនេះគឺល្អសម្រាប់សុខភាពណាស់ម្ហូបសាច់ទាំងនេះបើធៀបនឹងអ្វីដែលអ្នកធ្លាប់ញ៉ាំនៅភូមិវិញគឺវាជាសំណាងធំហើយចុះគ្រឿងផ្សំស្រស់ទាំងនេះគឺគេរៀបចំទុកឲ្យអ្នកណាពិតជាសម្រាប់អ្នកមានបុណ្យនិងមនុស្សចំណិតរបស់លោកម្ចាស់ហូហើយលោកស្រីមានឋានៈពិសេសកុំរើសអើងពេកអីឋានៈពិសេសមែនទេខ្ញុំគឺជាភរិយារបស់លោកម្ចាស់ហូដែលលោកម្ចាស់ទទួលស្គាល់ដោយផ្ទាល់មកថាជាប្រពន្ធតាមត្រឹមត្រូវណាបាននិយាយពីច្បាប់ទម្លាប់ក្នុងដំណាក់ហូនេះក្រៅពីលោកម្ចាស់ហូតើមានអ្នកណាមានឋានៈខ្ពស់ជាងខ្ញុំទៅអត្តរឆានឯងក្នុងនៅពេលដែលអ្នកគិតថាអាហារដែលនៅសល់នេះឆ្ងាញ់ហើយវាជាព្រះគុណដ៏ធំធេងនោះចុះអ្នកអាចញ៉ាំវាទៅកុំឲ្យខាតបង់ឲ្យសោះគ្រាន់តែជាវត្ថុសម្រាប់បំពេញចំនួនក៏ហ៊ានមកក្អេងក្អាងនៅចំពោះមុខអញដែរឬមើលចុះបើអញមិនក្នុងនាមជាមហេសីខ្ញុំឃើញថាអ្នកអញទេដែលកំពុងតែរំលងច្បាប់ទម្លាប់ភរិយារបស់ខ្ញុំមិនដល់វេនអ្នកមកបង្រៀនច្បាប់ទម្លាប់ទេលោកម្ចាស់សូមមេត្តាផងខ្ញុំម្ចាស់គ្រាន់តែមកឈិនជប់ប្រកាសបញ្ជាចុះអ្នកគ្រប់គ្រងផ្ទះបាយកាត់បន្ថយអាហាររបស់មេផ្ទះមិនគោរពច្បាប់ទម្លាប់យកវាទៅវាយ50ដំបងរួចបណ្តេញចេញពីភូមិគ្រឹះភរិយាពិបាកចិត្តហើយចង់ញ៉ាំអ្វីដែរទេឲ្យពួកគេធ្វើថ្មីជូនមិនបាច់ធ្វើថ្មីទេចំពោះតំណែងដែលអ្នកគ្រប់គ្រងវ៉ាងទំនេរនោះខ្ញុំគិតថាវ៉ាន់ជួយសំនឹងធ្វើណាយោបោមលោកម្ចាស់ខ្ញុំម្ចាស់ដឹងកំហុសហើយខ្ញុំម្ចាស់មិនមានចិត្តណាប្រមាថភរិយាលោកម្ចាស់ឡើយពាក្យបញ្ជារបស់ខ្ញុំអ្នកធ្វើជាមនុស្សមែនទេកាត់បន្ថយអាហារមេផ្ទះមើងងាយច្បាប់ភូមិគ្រឹះតើអ្នកដឹងទេថាមានទោសអ្វីខ្ញុំម្ចាស់ល្ងងខ្លះហើយខ្ញុំម្ចាស់ដឹងកំហុសហើយសូមលោកម្ចាស់មេត្តាផងអនុវត្តទោសភ្លាមបណ្តេញចេញពីភូមិគ្រឹះហើយកុំឲ្យឃើញមុខទៀតលោកម្ចាស់សូមមេត្តាផង
មិននឹកស្មានថាលោកម្ចាស់នឹងចាត់ការដោយផ្ទាល់បែបនេះសន្សំសំចៃមកទៅខ្ញុំបានច្រើនណាស់រឿងរបស់អ្នកមិនចាំបាច់ឲ្យអ្នកចាត់ការដោយខ្លួនឯងទេអ្នកឯងកុំមកកុហកអីត្រូវតែនឹងណូផ្ដោតលើការរកលុយជាចម្បងចំណែកប្រុសទុកមួយ like សិនទៅបានអរគុណច្រើនលោកម្ចាស់ដែលយល់ព្រមបានមកដល់ហើយពួកយើងទៅញ៉ាំបាយជាមួយគ្នាទៅលោកម្ចាស់ឆ្នាំឆ្អិនហើយសូមឆាប់សោយទៅចាំសិនឆ្នាំនេះលោកមិនអាចសោយបានទេលេងដៃទៅស៊ូឈីឈីនាងចង់ធ្វើអ្វីកុំកម្រើកខ្ញុំកំពុងជួយជីវិតលោកម្ចាស់លេងដៃទៅនាងចេះដឹងរឿងពេទ្យអីផ្នែកសង្គ្រោះបន្ទាន់ខ្ញុំគ្រាន់តែចេះខ្លះតើលោកមិនមែនមានរាងកាយខ្សោយពីកំណើតទេគឺលោកត្រូវថ្នាំពោលនេះជាថ្នាំពោលរ៉ាំរ៉ៃដែលកកុញក្នុងសរសៃឈាមលោកយូរឆ្នាំមកហើយតើលោកមែនទេដែលរាល់យប់ជ្រៅតែងតែមានអារម្មណ៍ថាត្រជាក់ដល់ឆ្អឹងហើយទោះបីជាដណ្ដប់ភួយក្រាស់យ៉ាងណាក៏នៅតែបែកញើសដែរឈាមនិងខ្យល់ក្នុងខ្លួនលោកខ្សោយអស់ហើយសរីរាង្គខាងក្នុងកំពុងតែរលួយបន្តិចម្ដងនាងដឹងរឿងនេះបានយ៉ាងម៉េចរូបមន្តថ្នាំនេះគ្រាន់តែប្រាប់ភាពត្រជាក់មកទប់ទល់នឹងថ្នាំពោលវាមិនខុសអីពីការផឹកថ្នាំពោលដើម្បីបំបត្តិស្លេកទឹកនោះទេបើលោកនៅតែបន្តផឹកទៀតលោកបានហើយកុំធ្វើមុខដូចជាកំពុងផ្ដាំផ្ញើអ្វីសោះរាងកាយអ្នកត្រជាក់ខ្លាំងឯខ្ញុំវិញមានកម្លាំងក្តៅគ្រប់គ្រាន់ការងាររៀបការដើម្បីកម្ចាត់រឿងអាក្រក់នេះខ្ញុំទទួលយកមិនខាតទេចាប់ពីថ្ងៃស្អែកទៅឈប់លេបថ្នាំទៅមកញ៉ាំអាហារតាមខ្ញុំវិញធានាថាអ្នកនឹងមានកម្លាំងក្តៅពេញខ្លួនហើយត្រឡប់មកខ្លាំងដូចដើមវិញអរគុណច្រើនលោកម្ចាស់ស្នាដៃពេទ្យរបស់លោកស្រីស៊ូពិតជាអស្ចារ្យណាស់មិនមែនជាគ្រូពេទ្យធម្មតានៅតាមស្រុកខ្សែឡើយសូម្បីតែគ្រូពេទ្យក្នុងរាជវាំងក៏មិនអាចរកឃើញថាជាថ្នាំពុលអ្វីដែរតែនាងគ្រាន់តែមើលមួយភ្លែតក៏ដឹងបាត់ទៅហើយថ្នាំពុលដែលនៅក្នុងខ្លួនខ្ញុំនេះគឺម្ដាយចុងរបស់ខ្ញុំអ្នកស្រីវ៉ាងជាអ្នកដាក់ខ្ញុំទ្រាំអត់ធ្មត់អស់ជាច្រើនឆ្នាំក៏គ្រាន់តែចង់ប្រមូលភស្តុតាងដែលនាងបានធ្វើបាបកូនប្រុសបង្កើតរបស់ឪពុកខ្ញុំប៉ុណ្ណោះថ្ងៃដែលខ្ញុំជ្រើសរើសលោកស្រីស៊ូមិនមែនជារឿងចៃដន្យទេមានតែលោកស្រីស៊ូទេដែលមានថ្ងៃខែឆ្នាំកំណើតជាធាតុភ្លើងសុទ្ធហើយមានឈាមពិសេសដែលជាមនុស្សតែម្នាក់គត់អាចទប់ទល់នឹងថ្នាំពុលយឺតនេះបានត្រូវការពារនាងឲ្យបានល្អអ្នកនៅក្នុងផ្ទះនេះហាមប៉ះពាល់នាងសំបីតែបន្តិចខ្ញុំបាទយល់ហើយវាជាថ្នាំពុលប្រភេទយឺតដែលកាច់សាហាវបំផុតវាជ្រាបចូលដល់ឆ្អឹងនេះពិតជាជនរងគ្រោះក្នុងរឿងដណ្ដើមអំណាចក្នុងត្រកូលធំមែនមុខមាត់ស្អាតត្រកូលខ្ពង់ខ្ពស់តែរាងកាយខ្សោយនេះវាជាតួឯកប្រុសក្នុងរឿងសោកនាដកម្មច្បាស់ណាស់សំណាងហើយដែលរាងកាយខ្ញុំពិសេសទើបអាចជួយនាងទប់ទល់នឹងថ្នាំពុលយឺតនេះបានថែរក្សាលោកម្ចាស់ឲ្យបានល្អក៏ស្មើនឹងរក្សាប្រភពចំណូលរយៈពេលវែងរបស់ខ្ញុំដែរឲ្យតែម្ចាស់ឧបត្ថម្ភមានសុខភាពល្អទើបខ្ញុំអាចរកលុយបានស្រួលហើយរស់នៅយ៉ាងសប្បាយរីករាយខំប្រឹងឡើងព្យាបាលខ្លួនឯងឲ្យល្អកុំងាយស្លាប់ឲ្យសោះបើអ្នកមិនស្លាប់ខ្ញុំនឹងសងសឹកយើងទាំងពីរនឹងសហការគ្នាឈ្នះទាំងសងខាងអ្នកកំពុងធ្វើអីហ្នឹងកំពុងឆ្កាដេកអាបន្លែនឹងណាក្នុងវាំងនឹងគេឲ្យអ្នកខ្វះខាតរឿងហូបចុកមែនទេទិញបន្លែខាងក្រៅត្រូវចំណាយលុយតែបើដាំខ្លួនឯងវិញមិនត្រឹមតែស្រស់ទេថែមទាំងសន្សំសំចៃទៀតម្ចាស់បងឲ្យនេះគេហៅថាមានសេរីភាពក្នុងការហូបបន្លែគឺត្រូវតែចេះសន្សំសំចៃបែបនេះឯងក្នុងវាំងមិនខ្វះលុយកាក់ទេណានោះវាជាលុយរបស់អ្នកមិនមែនលុយខ្ញុំទេខ្ញុំជាមនុស្សដែលចូលចិត្តធ្វើអ្វីដោយខ្លួនឯងបំផុតទើបមានហូបមានចុករបស់គេទោះច្រើនយ៉ាងណាក៏ជារបស់គេដែរមានតែលុយក្នុងហោប៉ៅខ្លួនឯងទេទើបជារបស់យើងពិតប្រាកដលុយកាក់ដែលខ្ញុំឲ្យអ្នកទៅហេតុអ្វីមិនឃើញអ្នកយកទៅប្រើសោះចឹងនោះវាជាដើមទុនទេចាំខ្ញុំសន្សំលុយបានគ្រប់គ្រាន់សិនខ្ញុំនឹងទៅបើកតូបលក់ដូរនៅតាមផ្លូវហើយដល់ពេលនោះខ្ញុំនឹងក្លាយជាថៅកែស្រីស៊ូមិនបាច់ខ្វល់ពីមុខមាត់អ្នកណាទៀតទេនឹងឲ្យម្ចាស់បងចង់ជួយខ្ញុំកាយដីបន្តិចទេធ្វើការងារឲ្យចេញញើសខ្លះទៅវាជួយឲ្យរាងកាយបញ្ចេញជាតិត្រជាក់ចេញមកក្រៅបាននិយាយមែនណាមិនកុហកទេមិនបាច់ទេអូខេអត់បង្ខំទេចឹងយើងបែងចែកការងារឲ្យច្បាស់ទៅអ្នកឯងមើលថែសុខភាពទៅចំណែកខ្ញុំរកលុយមិនបាច់រំខានគ្នាទេរស់នៅដោយសន្តិភាពទៅតើអ្នកមិនដែលគិតចង់ធ្វើជាជំទាវហូបពិតប្រាកដមែនទេហត់ណាស់ហត់ហ្នឹងកាន់កាប់ការងារក្នុងផ្ទះត្រូវតែចេះល្បិចកចេញទៅក្រៅត្រូវតែគោរពច្បាប់ទម្លាប់ធៀបនឹងការធ្វើជាជំទាវដែលគេលើកតម្កើងទុកដូចជារូបសំណាកនោះខ្ញុំចូលចិត្តការលក់ដូរតាមផ្លូវរកលុយដោយសេរីជាងស៊ូឈីឈីតើអ្នកមកពីណាឲ្យប្រាកដទៅតើអ្នកមិនខ្លាចទេដែលខ្ញុំប្រើអ្នកដើម្បីលាងសីហើយដល់ពេលសម្រាប់ការងារខ្ញុំបោះបង់អ្នកចោលនោះមិនអីទេតើយើងទាំងពីរបានព្រមព្រៀងគ្នាហើយថាជាទំនាក់ទំនងសហការអ្នកផ្ដល់កន្លែងស្នាក់នៅអាហារហូបចុកនិងភាពកក់ក្ដៅឲ្យខ្ញុំចំណែកខ្ញុំផ្ដល់ធម្មពលវិជ្ជមានឲ្យអ្នកដើម្បីជួយសម្រួលរាងកាយនិងការពារពីគ្រោះថ្នាក់វាជាការដោះដូរស្មារតីគ្នាសមហេតុផលណាចុះបើខ្ញុំមិនចង់ធ្វើត្រឹមតែជាដៃគូសហការជាមួយអ្នកវិញនោះអូហូលោកម្ចាស់ចាប់ផ្ដើមយកការឲ្យមែនទេចង់បានស្នេហ៍ពិតមិនចង់ធ្វើជាដៃគូសហការរកប្រយោជន៍ទៀតហើយលោកម្ចាស់ឲ្យការមានស្នេហាវាខាត់ពេលខាត់ចិត្តហើយញីនឹងធ្វើឲ្យហត់នឿយណាស់សម្រាប់ខ្ញុំដែលនៅម្នាក់ឯងបែបនេះគោលដៅជីវិតមានតែពីរយ៉ាងប៉ុណ្ណោះគឺញ៉ាំរកលុយនិងដេកសម្រាក
បើលោកចង់និយាយរឿងស្នេហាកុំមករកខ្ញុំអីខ្ញុំអត់ទំនេរទេរក្សាទំនាក់ទំនងបែបនេះគឺល្អបំផុតហើយខ្ញុំមិនធ្វើឲ្យអ្នកពិបាកទេអ្នកក៏កុំមកចង់ជាងខ្ញុំអីយើងរៀងខ្លួនទៅមិនបាច់ចង់មេត្រីនឹងគ្នាទេខ្ញុំយល់ហើយកុំពិបាកចិត្តអីទោះបីជាខ្ញុំមិនអាចស្រឡាញ់អ្នកបានតែខ្ញុំអាចធ្វើម្ហូបឆ្ងាញ់ឲ្យអ្នកញ៉ាំបានណាម្ហូបឆ្ងាញ់អាចព្យាបាលគ្រប់យ៉ាងគ្មានទុកកង្វល់ណាដែលដោះស្រាយមិនបានដោយសារការញ៉ាំម្ហូបឆ្ងាញ់មួយពេលនោះទេបានតើលោកស្រីឲ្យរបស់នេះបើញ៉ាំច្រើនពេកវាក្តៅក្នុងមិនល្អដល់សុខភាពទេលោកស្រីមិនយល់ទេនេះគឺជាអាហារដ៏ឆ្ងាញ់ពិសាញ៉ាំជាមួយបាយគឺត្រូវមកតែម្ដងលោកស្រីឈ្ងុយខ្លាំងណាស់សាក់ញ៉ាំមើលឆ្ងាញ់ណាស់លោកស្រីឆ្ងាញ់ខ្លាំងណាស់ចង់ឃើញក៏ចូលមកគុំឈរឲ្យតាមមាត់ទ្វារអីដូចហ្វុងកណ្ដោរលួចស៊ីចំណេញអញ្ចឹងលោកស្រីពួកយើងពិតជាខ្វះការគូសមែងឈ្ងុយខ្លាំងណាស់រសជាតិហេមនេះគឺដាច់គេតែម្ដងឆ្ងាញ់ជាងបន្លែជ្រក់រាប់រយដងញ៉ាំជាមួយនំប៉ាវគឺត្រូវម៉ាច់ខ្ញុំញ៉ាំជាមួយបបរគឺឆ្ងាញ់ខ្លាំងណាស់នេះជាអ្វីទៅទឹកជ្រលក់ម្ទេសរូបមន្តពិសេសជំទាវចង់សាកល្បងទេខ្ញុំដាក់ម្ទេសតិចទេអាចជួយកម្ដៅរាងកាយបានល្អគឺល្អសម្រាប់សុខភាពជំទាវណាស់ឆ្ងាញ់ណាស់ជំទាវតើអាចលក់ឲ្យខ្ញុំបានទេមួយកំប៉ុង5កាក់មិនអាចថ្លៃបានទេលោកមានកំណត់អ្នកណាបានមុនគឺបានមុនខ្ញុំយកមួយកំប៉ុងជំទាវទុកឲ្យខ្ញុំមួយកំប៉ុងផងខ្ញុំក៏3កំប៉ុងមួយកំប៉ុងទុកញ៉ាំខ្លួនឯង2ទៀតទុកជូនមិត្តរួមការងារឃើញចេះស្រឡាញ់លុយបែបនេះក៏គួរឲ្យស្រឡាញ់ដែរសុភាពបរិសុទ្ធស្រឡាញ់លុយត្រូវតែតាមផ្លូវត្រឹមត្រូវរកលុយដោយកម្លាំងពលកម្មខ្លួនឯងមិនមែនជារឿងអាម៉ាស់ទេបើចង់រកស៊ីខ្ញុំនឹងជួយរកខាងនៅតាមផ្លូវឲ្យមួយកុំអីខ្ញុំចង់ចាប់ដើមពីតូចទៅកុំអាល់អីត្រូវចេះសន្សំសិនបន្តិចម្ដងការចង់បានអ្វីភ្លាមនេះនឹងដួលណាស់ខ្ញុំត្រូវតែធ្វើអ្វីដោយប្រុងប្រយ័ត្នដើម្បីសង្សឹកបានតតាមចិត្តអ្នកចុះលោកជំទាវយប់នេះមានពិធីជប់លៀងគ្រួសារធំនៅឯសាលធំក្នុងភូមិគ្រឹះលោកម្ចាស់បានផ្ដាំមកថាអ្នកត្រូវតែទៅចូលរួមឲ្យបានពិធីជប់លៀងនឹងមិនទៅអត់បានទេហ៎ពួកស្រីអ្នកមាននឹងច្បាប់ទម្លាប់ច្រើនរឿងច្រើនមើលទៅហត់ណាស់លោកជំទាវនេះជាពិធីជប់លៀងប្រចាំខែរបស់គ្រួសារធំអ្នកជាភរិយាដើមរបស់លោកម្ចាស់កិច្ចមិនរួចទេណាត្រូវតែទៅអ្នកជាលោកជំទាវរបស់លោកម្ចាស់យ៉ាងណាក៏ត្រូវតែបង្ហាញមុខដែរហើយក៏បានទៅតែខ្ញុំប្រាប់ទុកមុនណាបើមានអ្នកណាចង់មកឌឺដងឬខ្ញុំមិនអត់អន់ឲ្យទេណាមិនបាច់អត់ធ្មត់ទេអ្នកណាធ្វើបាបអ្នកតបវិញទៅមានខ្ញុំនៅទីនេះគ្មានអ្នកណាហ៊ានធ្វើបាបអ្នកទេចម្លែកណាស់ហើយអ្វីបរោះម្នាក់នេះកាន់តែចេះនិយាយផ្អែមល្ហែមម្លេះនោះហើយជាស្រីស្រុកស្រែដែលលោកម្ចាស់រៀបការជាមួយស្លៀកពាក់សាមញ្ញពេកពិតជាស្រីស្រុកស្រែដែលចេញពីភពមែនឬថាគាត់នៅស្រុកស្រែធ្លាប់កាន់កាំបិតចិញ្ច្រាំសាច់ជាគេទៀតផងទាំងក្រូតក្រៀតទាំងប្រេផ្សៃមិនសមជាមុខមាត់គេសោះនេះគឺអ្នកស្រីស៊ូមែនទេខ្ញុំបានលើគេឈ្មោះអ្នកស្រីយូរមកហើយអ្នកស្រីស្លៀកពាក់សាមញ្ញបែបនេះតើដោយសារគិតថាពិធីជប់លៀងរបស់ពួកយើងមិនស័ក្តិសមនឹងឲ្យអ្នកស្រីតុបតែងខ្លួនឲ្យស្រស់ស្អាតមែនទេកញ្ញាលីនអ្នកនិយាយបែបនេះហាក់ដូចជាចង់ដាក់កំហុសមកលើខ្ញុំខ្លាំងពេកហើយខ្ញុំមិនមែនមិនចង់តុបតែងខ្លួនទេតែខ្ញុំមិនចង់ខ្ជិះខ្ជីលុយកាក់ទៅវិញទេពិធីជប់លៀងនេះគឺដើម្បីជួបជុំសន្និគ្នាមិនមែនដើម្បីប្រកួតប្រជែងគ្នាថាតើអ្នកណាមានជាងអ្នកណាឬប្រណាំងប្រជែងគ្នានោះទេកញ្ញាលីនចេះតែសម្លឹងមើលសម្លៀកបំពាក់អ្នកដទៃដើម្បីរកកំហុសតើការអប់រំរបស់ត្រកូលលីនគឺបង្រៀនឲ្យវិតម្លៃមនុស្សតាមរយៈសម្លៀកបំពាក់បែបនេះមែនទេកុំមកនិយាយយកឈ្នះខ្ញុំឲ្យសោះដើមកំណើតទាបថោកគឺជាកំហុសដ៏ធំមួយអ្នកធំឡើងនៅជនបទមិនចេះទាំងក្បាច់គុណឬអក្សរសាស្ត្រផងឈរនៅក្បែរលោកម្ចាស់ហូបគឺមានតែធ្វើឲ្យគេអាម៉ាស់មកប៉ុណ្ណោះពិតមែនហើយស្រីស្រាយចំការដូចខ្ញុំមិនស័ក្តិសមនឹងចូលក្នុងពិធីថ្លៃថ្នូរនេះទេពិតជាគួរឲ្យស្ដាយជំនួសលោកម្ចាស់ហូបដែលមានឋានៈខ្ពង់ខ្ពស់បែបនេះខ្ញុំកើតនៅជនបទគឺជារឿងពិតប៉ុន្តែខ្ញុំរកស៊ីចិញ្ចឹមជីវិតដោយកម្លាំងញើសជាងខ្លួនឯងគឺវាស្អាតស្អំនិងត្រឹមត្រូវបំផុតអ្នកកើតក្នុងត្រកូលអភិជនប៉ុន្តែចិត្តគំនិតតូចចង្អៀតនិយាយស្ដីចាក់ដោតថែមទាំងវិតម្លៃមនុស្សតាមឋានៈទៀតតានកណាទៅដែលទាបថោកហើយអ្នកណាទៅដែលថ្លៃថ្នូរពិតប្រាកដអ្នកនិយាយផ្ដេសផ្ដាសភរិយារបស់ខ្ញុំតើដល់វិញអ្នកណាទៅដែលហ៊ានមកនិយាយរិះគន់នាងមានចិត្តគំនិតបរិសុទ្ធនិងត្រង់ទៅត្រង់មកប្រសើរជាងពួកស្រីអភិជនដែលខាងក្រៅស្រស់ស្អាតតែខាងក្នុងពុកផុយទៅទៀតរឿងនេះមិនមែនជារឿងលេងសើចទេអ្នកមិនអាចជ្រើសរើសវាបានឡើយនៅមានបញ្ហាអ្វីទៀតទេអត់ទេគ្រាន់តែឃ្លានបន្តិចចាស់អរគុណច្រើនណាស់មិញនេះហេតុអ្វីបានជាមិនអាចទៅការខ្ជិះខ្ជាយអារម្មណ៍ទៅលើមនុស្សដែលមិនពាក់ព័ន្ធវាជារឿងល្ងងខ្លៅបំផុតពួកគេចង់និយាយអ្វីក៏និយាយទៅវាមិនធ្វើឲ្យខ្ញុំបាត់បង់សាច់មួយដុំឯណាហេតុអ្វីត្រូវខឹងសម្បានឹងពួកគេគេថាស្ត្រីជនបទម្នាក់នោះមើលទៅស្លូតបូតតែតាមពិតមាត់កមុតស្រួចណាស់ជាគេមិនដែលប្រើពាក្យអសរោះសំបីតែមួយម៉ាត់លោកម្ចាស់មើលទៅនាងដោយក្រសែភ្នែកទន់ភ្លន់ខ្លាំងណាស់ឃើញច្បាស់ណាស់ថាជាស្នេហ៍ដំបងហេតុអ្វីទៅនាងស្រីស្រាយចំការថោកទាបម្នាក់នោះមានអ្វីសមនឹងលោកម្ចាស់ទៅលោកម្ចាស់គួរតែជារបស់ខ្ញុំមិនសុខចិត្តទេខ្ញុំត្រូវតែបង្រៀននាងឲ្យចេះចាំដើម្បីឲ្យនាងដឹងខ្លួនថាខ្លួនឯងមានឋានៈទាបថោកប៉ុណ្ណាលោកស្រីកាលពីម្សិលមិញក្នុងពិធីជប់លៀងលោកស្រីពិតជាខ្លាំងមែនពួកកូនស្រីអ្នកមានទាំងនោះត្រូវលោកស្រីជាឲ្យស្ងាត់មកជឹងរឿងតូចតែទេគ្រាន់តែការចំអកប៉ុណ្ណឹងចង់ព្រោះខ្ញុំពួកនោះនៅក្មេងខ្ចីពេកលោកស្រីអ្នកនាងលីនមកសួរសុខទុក្ខគាត់ថាគាត់មកសុំទោសដោយផ្ទាល់សុំទោសអី
ខ្ញុំថាគាត់មករករឿងច្រើនជាងលោកស្រីអ្នកនាងលីនចិត្តចង្អៀតចង្អល់ណាស់គាត់មកមិនមែនមានចិត្តណាល្អទេតែយើងគួរតែបដិសេធគាត់ទេមិនបាច់ទេមកដល់ហើយបើមិនជួបក៏គួរឲ្យស្ដាយដែរខ្ញុំចង់ដឹងថាគាត់ចង់លេងល្បិចអ្វីទៀតកាលពីម្សិលមិញក្នុងពិធីជប់លៀងខ្ញុំបាននិយាយមិនសមរម្យថ្ងៃនេះខ្ញុំមកសុំទោសលោកស្រីស៊ូដោយផ្ទាល់ខ្ញុំគឺអ្នកនាងលីនគុំអីមានអីនិយាយត្រង់មកគុំវៀងវេអីខ្ញុំដឹងថាអ្នកនាងតូចមកពីស្រុកស្រែសម្លៀកបំពាក់ក្នុងផ្ទះប្រហែលជាខ្វះខាតអាវនេះទោះមិនថ្លៃថ្នូរខ្លាំងតែមើលទៅសមរម្យដែរខ្ញុំជូនអ្នកនាងចុះគុំឲ្យបាត់មុខលោកម្ចាស់ទៀតអរគុណអ្នកនាងលីនដែលខ្វល់ខ្វាយតែមិនបាច់ទេចុះមិនវិញអ្នកនាងស្អប់ខ្ពើមមែនទេមនុស្សស្រុកស្រែអាចស្លៀកសាច់ក្រណាត់បែបនេះបានគឺជារឿងសំណាងហើយខ្ញុំមិនមែនស្អប់ខ្ពើមទេគ្រាន់តែខ្ញុំជាមនុស្សចូលចិត្តស្អាតរបស់ចាស់ដែលគេស្លៀកហើយទោះថ្លៃប៉ុណ្ណាក៏ខ្ញុំមិនយកដែរបើអ្នកនាងលីនចង់សុំទោសពិតមែនគួរតែជូនរបស់ថ្មីមកយកអាវចាស់មកជូនគេគឺអំនួតគ្មានមារយាទយករបស់ដែលខ្លួនមិនត្រូវការមកឲ្យគេមិនមែនសុំទោសទេគឺការប្រមាថខ្ញុំមិនបានគិតបែបនោះទេបើធៀបនឹងរូបរាងនិងសម្លៀកបំពាក់ចិត្តគំនិតស្អាតស្អំទើបជារឿងសំរុំពិតប្រាកដលោកម្ចាស់អ្នកនាងតូចធ្វើឲ្យគេនិយាយលេងចេញទៀតហើយល្អណាស់ស៊ូឈីឈីអញកុំធ្វើអីហួសហេតុពេកអញគ្រាន់តែជាឧបករណ៍សម្រាប់ដោះគ្រោះគេប៉ុណ្ណោះហូយយេគ្រាន់តែចាប់អារម្មណ៍អញមួយពេលទេចាំដល់ពេលហូយយេជាសះស្បើយមិនយូរមិនឆាប់គេនឹងបោះបង់អញចោលមិនខានអ្នកនិយាយត្រូវហើយខ្ញុំចូលមកក្នុងភូមិគ្រឹះនេះដើម្បីដោះគ្រោះមែនខ្ញុំមិនដែលគិតចង់ពឹងផ្អែកលើហូយយេមួយជីវិតទេគាត់ជាក៏ដោយឬបោះបង់ខ្ញុំក៏ដោយខ្ញុំស៊ូឈីឈីមានដៃមានជើងមានសមត្ថភាពរកលុយទៅដល់ណាខ្ញុំក៏អាចរស់នៅបានយ៉ាងសុខស្រួលដែរខ្ញុំមិនពឹងលើប្រុសមិនពឹងលើគ្រួសារគឺពឹងលើខ្លួនឯងខ្ញុំមិនចូលចិត្តនាងដែលចេះដឹងរឿងរ៉ាវច្បាស់លាស់បែបនេះទេនាងតែងតែធ្វើដូចជាមិនខ្វល់ពីខ្ញុំសោះនិយាយស្ដាប់ទៅល្អណាស់គ្រាន់តែជាស្រីស្រុកស្រែគ្មានទីពឹងបើគ្មានហូយេអញក៏មិនមែនជាអ្វីទាំងអស់មែនហ៎តែខ្ញុំដែលជាហូយេនេះនិយាយពេលណាថាចង់បោះបង់នាងហូយេខ្ញុំគ្រាន់តែនិយាយលេងទេនិយាយលេងមែនទេប្រពន្ធរបស់ខ្ញុំតើអញមានសិទ្ធិអ្វីមកទីទុកឬដាក់បណ្ដាសាអាក្រក់ថ្ងៃនេះអញហ៊ានចូលមកដោយគ្មានការអនុញ្ញាតនេះជាការកែតម្រូវអាកប្បកិរិយាដើម្បីរក្សាកិត្តិយសព្រមទាំងជាការប្រមាថដល់អំណាចរបស់សាលាតកូលហូផងដែរអ្នកនាងលីតើអ្នកគិតថាខ្ញុំជាមនុស្សចិត្តល្អទើបអ្នកហ៊ានធ្វើបែបនេះមែនទេបើដឹងខ្លួនថាខុសក៏ត្រូវកែខ្លួនរឿងថ្ងៃនេះខ្ញុំនឹងមិនប្រកាន់ទោសពេកទេប៉ុន្តែត្រូវចាំទុកថាចាប់ពីពេលនេះទៅកុំមកក្បែរទីធ្លាស៊ូយូនេះទៀតឲ្យសោះបើមានលើកក្រោយទៀតត្រកូលលីរបស់អ្នកនឹងទទួលខុសត្រូវមិនរួចឡើយពាក្យសម្ដីមុននេះកុំយកទៅដាក់ក្នុងចិត្តអីខ្ញុំមិនមែនជាមនុស្សបែបនោះទេខ្ញុំមិនបានយកទៅដាក់ក្នុងចិត្តទេអ្នកដទៃគេនិយាយយ៉ាងណាក៏មិនអាចប៉ះពាល់ដល់ខ្ញុំបានដែរចុះបើខ្ញុំមិនចង់ឲ្យអ្នកទៅវិញនោះលោកម្ចាស់ហូសម្រាប់ព្យាបាលខ្លួនឲ្យបានល្អទៅកុំគិតច្រើនពេករកលុយជារឿងសំខាន់រឿងស្នេហាទុកឲ្យវាទៅតាមប្រេងវាសនាចុះមិនអីទេយឺតក៏បានថ្ងៃណាមួយខ្ញុំនឹងធ្វើឲ្យអ្នកមើលឃើញតែរូបខ្ញុំនៅក្នុងភ្នែករបស់អ្នកឲ្យបានចាំមើលពេលម្ទេសដុសចេញមកខ្ញុំនឹងធ្វើទឹកម្ទេសច្រើនរសជាតិជាងនេះដូចជាទឹកម្ទេសខ្ទឹមសរសជាតិហឹរនិងទឹកម្ទេសប្រេងកាន់តែមានច្រើនមុខកាន់តែចំណេញផែនការរកលុយរបស់ខ្ញុំកំពុងតែដំណើរការទៅមុខយ៉ាងរលូនលោកម្ចាស់ហូធ្លាក់ក្នុងអន្លង់ស្នេហ៍ទាំងស្រុងហើយញ៉ាំបាយមើលទៅអ្នកហាក់ដូចជាញ៉ាំមិនចេះឆ្អែតសោះអត់ទេនិយាយមែនណាពេលឃ្លៀងខ្លាំងពេកគឺគិតអីមិនចេញទេពីមុននៅស្រុកស្រែញ៉ាំមិនឆ្អែតស្លៀកមិនកកក្ដៅឥឡូវមានរបស់ឆ្ងាញ់ញ៉ាំក៏ត្រូវតែចេះស្រឡាញ់វាដែរញ៉ាំច្រើនទៅលោកម្ចាស់ហូលោកពិតជាល្អណាស់ចិត្តទូលាយសុភាពរៀបសារហើយថែមទាំងមិនដណ្ដើមបាយខ្ញុំញ៉ាំទៀតបើអ្នកចូលចិត្តញ៉ាំខ្ញុំឲ្យអ្នកទាំងអស់នឹងទៅព្រះមេដាឲ្យម្ចាស់បងគាត់ញ៉ាំតិចណាស់ម្ហូបភាគច្រើនគាត់ទុកឲ្យអ្នកស្រីអស់ហើយម្ចាស់បងគាត់តាមចិត្តអ្នកស្រីខ្លាំងពេកហើយលោកគ្រូម្ចាស់បងទុកឲ្យខ្ញុំធ្វើខ្លួនអញទៅប៉ាន់តាលោកម្ចាស់ឲ្យដល់ពេលត្រូវពិសាថ្នាំហើយយកវាចេញទៅថ្ងៃនេះលោកម្ចាស់ខឹងសម្បាមែនទេអារម្មណ៍ប្រែប្រួលខ្លាំងពេកហើយទើបធ្វើឲ្យឈាមរត់បញ្ច្រាស់ត្រជាក់ក្នុងខ្លួនក៏ស្ទះហើយថែមទាំងធ្វើឲ្យជាតិពុលកាន់តែខ្លាំងឡើងរូបមន្តថ្នាំនេះមិនបានទេថ្នាំវាខ្លាំងពេកគ្រាន់តែបង្ក្រាបតែមិនបានបញ្ចេញចោលបើពិសាយូរទៅនឹងធ្វើឲ្យខូចកាពះពោះវៀនអស់ហើយលោកម្ចាស់មានឈាមតិចស្រាប់ហើយបើពិសាថ្នាំបែបនេះគឺគ្រាន់តែព្យាបាលតែសម្បកក្រៅមិនបានព្យាបាលដល់ស្គល់ទេហ៊ានណាស់នេះជារូបមន្តថ្នាំដែលគ្រូពេទ្យលួងផ្ទាល់ជាអ្នកចេញឲ្យសូម្បីតែគ្រូពេទ្យល្បីក្នុងក្រុងក៏គ្មានអ្នកណាអាចដោះស្រាយបានដែរជឿមិនជឿគឺជារឿងរបស់ពួកអ្នកចុះខ្ញុំគ្រាន់តែនិយាយការពិតប៉ុណ្ណោះមកឆឹងយកវាចេញទៅចាប់ពីថ្ងៃនេះទៅថ្នាំពីពេទ្យលួងមិនបាច់យកមកទៀតទេលោកម្ចាស់កុំធ្វើអីចឹងឲ្យសោះមិនអាចប្រើថ្នាំនេះបានទេចុះជាពលក្នុងខ្លួនលោកម្ចាស់ត្រូវដោះស្រាយទុកឲ្យខ្ញុំជាអ្នកមើលថែចុះខ្ញុំនឹងកែសម្រួលរូបមន្តថ្នាំឲ្យលោកម្ចាស់ប្រើជាមួយអាហារបំពន់ដែលស្រាលដើម្បីកម្ចាត់ជាតិត្រជាក់និងពង្រឹងសុខភាពឲ្យរឹងមាំឡើងវិញយឺតបន្តិចក៏មិនអីដែរសំខាន់គឺត្រូវព្យាបាលឲ្យដាច់ស្រឡះដោយមិនឲ្យប៉ះពាល់ដល់សុខភាពខ្ញុំជឿអ្នក
គុំសម្លឹងមើលខ្ញុំបែបនេះអីខ្ញុំគ្រាន់តែមិនចង់ឲ្យអ្នកឧបត្ថម្ភដ៏យូរអង្វែងរបស់ខ្ញុំស្លាប់បាត់បង់ជីវិតពាក់កណ្ដាលទីនោះអីខ្លាចត្រជាក់បែកញើសពេលយប់ហើយឈឺចុកចាប់តាមសរសៃឈាមរាល់ពេលមេឃភ្លៀងជាពលវាកាន់តែខ្លាំងបើអារម្មណ៍មិននឹងណូវានឹងរាលដាលដល់បេះដូងអ្នកកំពុងតែពលភ្លើងក្នុងខ្លួនហើយនេះគឺមានគេដាក់ថ្នាំពុលឲ្យអ្នករាល់ឆ្នាំគេដាក់ទេតែយូរទៅវានឹងស៊ីរូងសរីរាង្គខាងក្នុងអ្នកបន្តិចម្ដងអ្នកដែលដាក់ថ្នាំពុលនេះចិត្តអាក្រក់ខ្លាំងណាស់ខ្ញុំបានស៊ើបដឹងយូរហើយគឺអ្នកស្រីវាងដែលជាម្ដាយចុងក្នុងផ្ទះលោកហូជាអ្នកធ្វើអ្នកស្រីវាងចង់ឲ្យកូនបង្កើតរបស់គាត់ដណ្ដើមតំណែងទៅលួចដាក់ថ្នាំពុលរាល់ឆ្នាំបានជាអ្នកខ្លាចត្រជាក់រាល់ឆ្នាំហើយសុខភាពចុះខ្សោយបែបនេះថ្នាំពុលត្រជាក់បែបនេះពិបាកកម្ចាត់ណាស់វាជ្រាបចូលក្នុងសរសៃឈាមអស់ហើយថ្នាំធម្មតាព្យាបាលមិនជីទេខ្ញុំដឹងខ្ញុំទ្រាំមកជាច្រើនឆ្នាំក៏ដើម្បីប្រមូលភស្តុតាងឲ្យគេញើបមុខមិនរួចតែម្ដងកុំបារម្ភអីខ្ញុំនឹងជួយព្យាបាលអ្នករាងកាយខ្ញុំមានកម្លាំងព្រះអាទិត្យខ្លាំងអាចទប់ទល់នឹងជាតិពុលត្រជាក់នេះបានបើនៅជាមួយគ្នាយូរហើយញ៉ាំអាហារតាមខ្ញុំប្រាប់មិនដល់កន្លះឆ្នាំទេជាតិពុលនឹងថយចុះច្រើនមិនចម្លែកទេដែលលោកហូចាប់តាំងពីបានរៀបការជាមួយអ្នកស្រីមកអាការៈពុលក៏ថយចុះរាងកាយក៏អាការៈកាន់តែធូរស្រាលហើយអ្នកស្រីអ្នកគឺជាថ្នាំព្យាបាលរបស់លោកម្ចាស់បងស្រីកុំចាក់ចេញពីអូនអីដឹងហើយអូនមិនទៅណាទេក្នុងពេលនេះត្រូវរកលុយឲ្យត្រកូលហូសិនមិនទៅណាផ្ទះផ្ដាស់ទេបងស្រីស៊ូភ្ញាក់ខ្លួនឡើងបរោះមានតែធ្វើឲ្យបងរកលុយយឺតប៉ុណ្ណោះបងប្រកាសជាធ្វើបាននេះគឺជាពន្លឺតែមួយគត់ដែលបំភ្លឺជីវិតបងយប់នេះពន្លឺព្រះច័ន្ទស្អាតណាស់មិនមែនតែព្រះច័ន្ទទេដែលស្អាតនោះអូយមួយរយៈនេះអ្នកចេះនិយាយផ្អែមល្ហែមឡើងវិញហើយណាខ្ញុំនិយាយតែជាមួយអ្នកម្នាក់គត់ស្អែកខ្ញុំធ្វើម្ហូបអស់ឲ្យអ្នកញ៉ាំណាមានស៊ុបមាន់ដាក់ផ្លែពុទ្រានិងផ្លែលង្កានជួយឲ្យក្តៅខ្លួននិងបំពន់ឈាមបានតើអ្វីដែលអ្នកធ្វើខ្ញុំញ៉ាំទាំងអស់ក្រោយមកកុំខឹងច្រើនពេកកុំបារម្ភច្រើនពេកអារម្មណ៍ប្រែប្រួលខ្លាំងពេកវាងាយនឹងប៉ះពាល់ដល់បេះដូងណាស់អ្នកសម្រាប់ព្យាបាលខ្លួនទៅចំណែកខ្ញុំនឹងខំរកលុយយើងទាំងពីរជួយគ្នាទៅវិញទៅមកដើម្បីរស់នៅដោយសុខសាន្តបានតើខ្ញុំស្ដាប់តាមអ្នកទាំងអស់យប់ជ្រៅហើយទៅសម្រាប់ទៅយប់ឡើងត្រជាក់ណាស់កុំឲ្យផ្ដាសាយឲ្យសោះចាស់ឈីកុំខ្លាចបងអីខ្ញុំមិនខ្លាចអ្នកទេស៊ូឈីបងចង់បានអូនឲ្យតែជាកម្មសិទ្ធិរបស់បងម្នាក់គត់អ្នកចូលចិត្តដេកខ្លាំងណាស់មែនទេពិតមែនហើយដេកមិនចេះកុហកទេអ្នកខំប្រឹងប៉ុណ្ណាវានឹងតបស្នងមកវិញប៉ុណ្ណឹងមិនដូចចិត្តមនុស្សទេស្មុគស្មាញពិបាកយល់ហើយប្រែប្រួលមិនទៀងទាត់ចុះអ្នកគិតថានឹងនៅធ្វើស្រែចម្ការលក់ទឹកជ្រលក់ទេនៅឯភូមិព្រីហូហ្វូនេះមួយជីវិតមែនទេបច្ចុប្បន្នគឺបែបនេះសិនចាំខ្ញុំសន្សំដើមទុនបានគ្រប់គ្រាន់ខ្ញុំនឹងទៅបើកខាងនៅតាមផ្លូវលក់ម្ហូបទេសិនរួចចាំពង្រីកលក់ម្ហូបប្រឡាក់និងអាហារជាតិបន្តទៀតធ្វើឲ្យកម្លាំងចាំសន្សំលុយបានច្រើនខ្ញុំនឹងមានសេរីភាពពេញលេញសេរីភាពអ្នកចង់ចាក់ចេញមនុស្សយើងត្រូវតែខំប្រឹងឡើងលើមានលុយគឺស្រាលខ្លួនចាំខ្ញុំមានលុយច្រើនខ្ញុំមិនចាំបាច់ពឹងផ្អែកលើអ្នកណាទៀតទេចង់ទៅណាទៅគ្មានអ្នកណាអាចមកគ្រប់គ្រងខ្ញុំបានគឺសេរីភាពពិតប្រាកដចុះបើខ្ញុំមិនព្រមឲ្យអ្នកទៅវិញលោកម្ចាស់ហូយើងបានព្រមព្រៀងគ្នាហើយខ្ញុំរៀបការជាមួយលោកគឺគ្រាន់តែចង់មានបាយហូបមានកន្លែងជ្រកកោននិងរស់នៅដោយស្ងប់ស្ងាត់ប៉ុណ្ណោះខ្ញុំមិនជ្រៀតជ្រែករឿងតខ្លួនរបស់លោកមិនចូលរួមដណ្ដើមអំណាចក្នុងភូមិគ្រឹះហើយក៏មិនមានចិត្តស្នេហាលើលោកដែរខ្ញុំរស់នៅដើម្បីខ្លួនឯងមិននៅរងចាំអ្នកណាឡើយខ្ញុំរៀបការជាមួយលោកគឺដើម្បីតែរកលុយនិងហូបបាយប៉ុណ្ណោះមិនទទួលខុសត្រូវរឿងផ្សេងហើយក៏មិននិយាយរឿងស្នេហាដែរខ្ញុំដឹងហើយខ្ញុំមិនបង្ខំអ្នកទេខ្ញុំនឹងរងចាំអ្នកកុំពិបាកចិត្តអីទោះបីជាខ្ញុំមិននិយាយរឿងស្នេហាប៉ុន្តែខ្ញុំជាមនុស្សល្អខ្ញុំនឹងជួយថែទាំសុខភាពឲ្យលោកហើយជួយយើងសហការគ្នាទៅពួកយើងនឹងក្លាយជាដៃគូសហការដ៏ល្អបំផុតជារៀងរហូតដៃគូសហការហ៎បានសូមអរគុណពុកម៉ែបងប្អូននិងប្រិយមិត្តដែលបានចូលរួមអូបទធំនិងគាំទ្ររាល់វីដេអូរបស់អាត់មានជូនពរពុកម៉ែបងប្អូននៅរោគទួនមានបានមានសុខភាពល្អបរិបូរណ៍ជានិច្ច
លោកស្រីឲ្យម្ទេសនេះមើលទៅហាក់ដូចជាហិរខ្លាំងណាស់ចុះហេតុអ្វីបានជាទឹកម្ទេសដែលលោកស្រីធ្វើមានរសជាតិឆ្ងាញ់ហើយផ្អែមជាប់មាត់ទៅវិញវាជាកលិះសម្ងាត់ទាំងកម្រិតភ្លើងសមាមាត្រនិងលំដាប់លំដោយនៃការដាក់គ្រឿងផ្សំគឺខ្វះមួយណាក៏មិនបានដែរអ្នកដទៃចង់ធ្វើតាមក៏មិនបានដូចដែរលោកស្រីឲ្យថ្ងៃនេះជួយទុកឲ្យពួកយើងច្រើនជាងនឹងបន្តិចមកម្សិលមិញមិត្តរួមការងារខ្ញុំដណ្ដើមមិនទាន់គេតាមរអ៊ូដាក់ខ្ញុំពេញមួយយប់ហ្នឹងកុំបារម្ភអីថ្ងៃនេះខ្ញុំធ្វើបន្ថែម10កំប៉ុងទៀតធានាថាគ្រប់គ្រាន់ផ្សែងភ្លើងក្នុងផ្ទះបាយនេះហើយដែលអាចលួងលោមចិត្តមនុស្សបានល្អបំផុតនេះសម្រាប់អ្នកគ្មានសារធាតុបន្ថែមហឹរតិចជួយឲ្យក្តៅខ្លួនរាល់ថ្ងៃញ៉ាំមួយស្លាបព្រាទៅជួយកម្ចាត់ភាពត្រជាក់ធ្វើឲ្យក្រពះកក់ក្តៅហើយជួយបញ្ចេញជាតិពុលទៀតអរគុណច្រើនណាជីជីរឿងតូចតែទេញ៉ាំឲ្យបានច្រើនថែសុខភាពឲ្យល្អម្ចាស់ឧបត្ថម្ភយូរអង្វែងរបស់ខ្ញុំមិនអាចដួលបានទេណាក្នុងវាំងនឹងមានអីបន្តិចបន្តួចតើវាគ្រប់គ្រាន់ឯណាទៅចង់រកលុយបានច្រើនត្រូវតែទៅរកស៊ីនៅតាមផ្លូវឯណោះលោកស្រីនៅតាមផ្លូវមានមនុស្សច្រើនណាស់បើមិនអីទេឲ្យអ្នកការពារ2នាក់ទៅតាមលោកស្រីទៅមិនបាច់ទេមនុស្សច្រើនពេកវារត់តែតាក់ភ្នែកខ្ញុំគ្រាន់តែបើកតូបតូចមួយរកស៊ីបែបស្ងាត់បានហើយនឹងហើយម្យ៉ាងទៀតអ្នកណាដែលហ៊ានមករករឿងខ្ញុំគឺមិនទាន់កើតមកផងទៅឆាប់មកវិញណាបើមានអ្នកណាមកកករឿងត្រូវប្រាប់ខ្ញុំភ្លាមបានហើយលោកម្ចាស់កុំបារម្ភអីរបស់ពណ៌ក្រហមនេះធំក្លិនឈ្ងុយខ្លាំងណាស់មើលចុះនាងតូចនេះញ៉ាំទំនងខ្លាំងណាស់រសជាតិប្រហែលជាមិនអន់ទេមួយចានប៉ុន្មានដែរខ្ញុំចង់សាកមើលអូខេចាប់ដើមលក់ហើយទឹកជ្រលក់ខ្ទឹមជាមួយកំប៉ុង8កាក់ទឹកប្រេងទេ10កាក់ម្ហូបត្រជាក់គ្រប់មុខ5កាក់មួយចានសាកល្បងបានណាហើយឆ្ងាញ់ណាស់ឆ្ងាញ់ខ្លាំងណាស់យកទឹកជ្រលក់ខ្ទឹមស្អិតខ្ញុំពី10មកយកទៅផ្ទះឲ្យប្រពន្ធខ្ញុំញ៉ាំបាយយកឆៃថាវត្រជាក់មួយចានមកជូរអែមស្រួយឆ្ងាញ់ឃើញហើយឃ្លានបាតទឹកជ្រលក់ម្ទេសខ្ញុំយក3ដបទុកញ៉ាំយឺតហើយសណ្ដែកស្ងោរយក2 3ចានទៀតញ៉ាំជាមួយសាគឺត្រូវម៉ាច់ស្ដាប់សំឡេងនេះមើលពីរូបដូចជាតន្ត្រីដែលពីរោះបំផុតក្នុងលោកអញ្ចឹងលោកស្រីពិតជាខ្លាំងមែនគ្រាន់តែទឹកជ្រលក់ម្ទេសប៉ុន្មានដបនេះក៏អាចឈ្នះអ្នកលក់ពេញផ្លូវនេះបានដែរមិនជាស្ត្រីដែលចេះរកស៊ីមែនសមត្ថភាពរកលុយគឺលេខ1តែម្ដងហើយមើលចុះមុខតូគេតម្រង់ជួគ្នាវិញអន្លាយត្រឹមតែ1ម៉ោងសោះទំនិញចិត្តអស់រលីងទៅហើយគាត់មកពីទីនោះស្រាប់ហើយឲ្យគេតាមមើលផងកុំឲ្យពួកក្មេងទំនើងមកបង្កការរំខានខ្ញុំបានរៀបចំទុកដាក់អស់ហើយស្អែកម៉ោងដដែលខ្ញុំនៅតែមកលក់កន្លែងនេះទៀតតែទំនិញមិនថែមទេណាទីនេះថាអ្នកទាំងអស់គ្នាមិនឲ្យត្រឡប់ទៅវិញដាច់ទេឡើយបានលុយហើយលុយដំបងនេះច្រើនជាងអ្វីដែលខ្ញុំគិតទៅទៀតគិតស្អីនឹងក្មួយតើអ្នកណាអនុញ្ញាតឲ្យអញមកដាក់តូបលក់ដូរនៅតាមផ្លូវនេះមិនចេះច្បាប់ទម្លាប់សោះតូបនៅមាត់ផ្លូវនេះគឺស្ថិតក្រោមការគ្រប់គ្រងរបស់ពួកយើងបើចង់លក់ដូរត្រូវបង់ថ្លៃគ្រប់គ្រង50កាក់មកថ្លៃគ្រប់គ្រងអីមុនពេលខ្ញុំមកលក់មិនដែលឮអ្នកណាប្រាប់ពីច្បាប់នេះសោះខ្ញុំសួរអ្នកលក់ដូរពេញផ្លូវនេះអស់ហើយមិនដែលឮថាត្រូវបង់លុយនេះឡើយខ្ញុំថាជាច្បាប់គឺវាជាច្បាប់ហើយបើមិនបង់លុយទេគឺត្រូវតែរមៀលខ្លួនចេញពីផ្លូវនេះភ្លាមថ្ងៃក្រោយហាមមកលក់ដូរនៅទីនេះទៀតចង់បានលុយមែនទេបានតើថ្ងៃនេះខ្ញុំលក់ដូរនៅទីនេះរកបានដល់ទៅ300កាក់ឯណោះបើត្រូវបង់ថ្លៃគ្រប់គ្រងមែនខ្ញុំនឹងហៅអ្នកជិតខាងមកធ្វើជាសាក្សីហើយរំខានលោកមេគ្រប់គ្រងមកជួយកាត់ក្តីផងមើលថាផ្លូវនេះជាកម្មសិទ្ធិឯកជនមែនឬអត់ហើយអាចមកគៀបសង្កត់អ្នកលក់ដូរតាមចិត្តបែបនេះបានដែរឬទេអញក៏មកធ្វើជាមិនដឹងអីណាខ្ញុំមិនដឹងអីនឹងមែនទេ
ឃើញខ្ញុំរកស៊ីដាច់យប់ដែលថ្ងៃក៏កាច់ចិត្តច្រណែនរួចនាំគ្នាមកស្ទាក់ផ្លូវគម្រាមកំហែងខ្ញុំចង់ឲ្យខ្ញុំប្តឹងទៅអាជ្ញាធរពីទង្វើដែលឯងកេងប្រវ័ញ្ចប្រជាជនហើយបង្ខំយកលុយថ្លៃការពារទៀតទេត្រូវហើយអាវ៉ាំងសាននឹងវាទាលុយពួកយើងរាល់ឆ្នាំលើកមុនខ្ញុំមិនបានឲ្យលុយវាថែមទាំងធ្វើឲ្យទំនិញខ្ញុំធ្លាក់រីប៉ាយអស់ទៀតថ្ងៃនេះខ្ញុំមិនប្រកាន់នឹងអញទេតែបើលើកក្រោយហ៊ានមកស្ទាក់ផ្លូវឬគម្រាមខ្ញុំទៀតខ្ញុំនឹងនាំអញទៅឲ្យអាជ្ញាធរវាឲ្យក្នុងបែកតែម្ដងទៅឲ្យឆ្ងាយទៅសមត្ថភាពរបស់លោកស្រីក្នុងការគ្រប់គ្រងចិត្តមនុស្សពិតជាគ្មានអ្នកណាអាចប្រៀបផ្ទឹមបានមែនលោកស្រីអ្នកត្រឡប់មកវិញហើយតើការលក់ដូរថ្ងៃនេះរលូនទេមានអ្នកណាបង្កបញ្ហាដល់អ្នកទេរឿងរ៉ាវតូចតាចទេខ្ញុំដោះស្រាយបានហើយសរុបទាំងអស់327វិនក្រោយកាត់ថ្លៃដាំចេញខ្ញុំចំណេញសុទ្ធ200វិននេះជាលុយដំបូងដែលខ្ញុំរកបានលោកស្រីពិតជាខ្លាំងមែនគ្រាន់តែតូបតូចមួយនេះមួយថ្ងៃរកបានច្រើនម្លេះច្រើនជាងអ្នកលក់ដូរធម្មតាគេរកបានមួយខែទៅទៀតបន្តិចម្ដងទៅច្រើនឡើងហើយចាំខ្ញុំសន្សំលុយបានគ្រប់គ្រាន់ខ្ញុំនឹងជួលតូបនៅតាមផ្លូវមួយមិនបាច់ហាលថ្ងៃហាលខ្យល់ទៀតទេលោកម្ចាស់លោកស្រីពិតជាឆ្លាតវៃណាស់បើតាមស្ថានភាពនេះមិនដល់មួយខែផងគាត់នឹងសន្សំលុយបានច្រើនមិនខានអ្វីដែលគាត់ចង់បានខ្ញុំនឹងផ្ដល់ឲ្យគាត់ទាំងអស់ប៉ុន្តែគាត់បែរជាចង់រកដោយខ្លួនឯងទឹកចិត្តបែបនេះពិតជាកម្រោកបានណាស់លោកម្ចាស់ថ្ងៃនេះខ្ញុំរកលុយបានហើយយប់នេះខ្ញុំធ្វើម្ហូបឆ្ងាញ់ឲ្យបងញ៉ាំណាបានតើបងចាំអូនណាលោកស្រីមើលទៅហាក់ដូចជាមនុស្សមិនសូវគិតច្រើនតែតាមពិតទៅគាត់ជាមនុស្សមានចិត្តល្អិតល្អន់ណាស់ម្ហូបដែលគាត់ធ្វើសុទ្ធតែជាអាហារជំនួយសុខភាពដែលស័ក្តិសមនឹងរាងកាយរបស់លោកម្ចាស់ទាំងស្រុងគាត់គឺជាអ្នកឧបត្ថម្ភធំរបស់ខ្ញុំឲ្យតែគាត់មានសុខភាពល្អទើបខ្ញុំអាចស្នាក់នៅទីនេះបានយូរអង្វែងហើយអាចរកលុយបានដោយស្ងប់ចិត្តនេះគឺជាការវិនិយោគរបស់ខ្ញុំមិនមែនគ្រាន់តែជាការចិញ្ចឹមគាត់ធម្មតាទេសាកភ្លុកមើលទៅខ្ញុំបានកាត់បន្ថយជាតិប្រៃនិងប្រេងហើយថែមទាំងដាក់ផ្លែពោធិនិងផ្លែគោជីទៀតជួយឲ្យរាងកាយកក់ក្ដៅដោយមិនក្ដៅក្នុងវាពិតជាមានប្រយោជន៍ខ្លាំងណាស់សម្រាប់ជីពលក្នុងខ្លួនលោកញ៉ាំឲ្យច្រើនបន្តិចទៅកុំរើសចំណីឲ្យសោះរាងកាយលោកសោយនឹងត្រជាក់ខ្លាំងណាស់ត្រូវតែញ៉ាំអាហារជំនួយសុខភាពឲ្យបានល្អយើងមិនអាចពឹងផ្អែកលើថ្នាំពេទ្យដើម្បីទប់ទល់រហូតបែបនេះទេណាលោកម្ចាស់មិនដែលចូលចិត្តម្ហូបសាមញ្ញទេតែពេលនេះបែរជាស្ដាប់តាមពាក្យប្រពន្ធយ៉ាងត្រង់អង្គុយញ៉ាំបាយយ៉ាងយកចិត្តទុកដាក់បែបនេះទៅវិញអូលោកម្ចាស់ហើយថ្ងៃនេះលោកញ៉ាំបានច្រើនណាស់ធ្វើបានល្អណាស់បើបន្តបែបនេះទៀតមិនដល់មួយខែផងមុខមាត់លោកប្រកាសជាស្រស់ថ្លាឡើងវិញមិនខានទេម្ហូបដែលនាងធ្វើឆ្ងាញ់បើលោកចូលចិត្តខ្ញុំនឹងធ្វើឲ្យលោកញ៉ាំរាល់ថ្ងៃតែម្ដងយ៉ាងណាក៏ខ្ញុំត្រូវញ៉ាំដែរធ្វើម្ដងពីរទៅមិនអីទេនាងក៏ញ៉ាំដែរទៅអរគុណច្រើនណាស់ម្ចាស់ថ្លៃដែលកំដរញ៉ាំលោកម្ចាស់ដែលធ្លាប់តែត្រជាក់ត្រជុំមិនសូវខ្វល់ពីអ្នកណាឥឡូវមិនត្រឹមតែព្រមញ៉ាំបាយទេថែមទាំងចេះដួសម្ហូបឲ្យគេទៀតនេះវាខុសពីចរិតដើមរបស់គាត់ទាំងស្រុងតែម្ដងនេះហើយជាកន្លែងដែលនាងស៊ូស៊ឺស្នាក់នៅក្លិនដីស្អុយខ្លាំងណាស់ពិតជាមិនអាចកែប្រែបានមែនបងសៃឈូអ្នកកុំនិយាយបែបនេះអីនាងឥឡូវនេះជាមនុស្សល្បីល្បាញក្នុងក្រុងឬថាពេញតាមដងផ្លូវសុទ្ធតែជាសម្លេងនាងស្រែកលក់ទឹកជ្រលក់ទេនាងគ្រាន់តែជាស្រីលក់ដូរម្នាក់តំណែងជាភរិយាដើមរបស់លោកហូបែជាទៅលក់ដូរតាមផ្លូវបើគេដឹងរឿងនេះមុខមាត់ពួកយើងជាស្រីថ្លៃថ្នូរក្នុងក្រុងនឹងត្រូវនាងធ្វើឲ្យបាត់បង់អស់ហើយលោកហូក៏ចិត្តល្អដែរដែលតាមចិត្តនាងឲ្យធ្វើរឿងឈួតបែបនេះលោកស្រីស៊ូនៅទេខ្ញុំជានាងឈូយាយ៉ាមកពីភូមិគ្រីបូហ្វូចង់មកសុំរៀនសូត្រពីរបៀបរកស៊ីរបស់លោកស្រីលោកស្រីកុំធ្វើទៀតអីកញ្ញាឈូបាននាំស្រីថ្លៃថ្នូរជាច្រើនអ្នកចូលមកហើយមើលទៅមិនមែនមកល្អទេណាមិនមែនមកល្អមែនទេខ្ញុំថាគេមកដើម្បីសម្ដែងរឿងឲ្យយើងមើលទេស៊ូជីឈីនាងមើលខ្លួនអញឥឡូវនេះចុះដៃសុទ្ធតែភក់សម្លៀកបំពាក់ញ៉ៃៗតាមមានចំណុចណាដែលសមជាភរិយាដើមរបស់លោកហូទៅកញ្ញាឈូបានមកដល់ហើយខ្ញុំមិនបានចេញទៅទទួលឲ្យបានសម្រុំសូមអភ័យទោសផងប៉ុន្តែដីនេះស្អាតណាស់អ្វីដែលដាំចេញមកអាចចិញ្ចឹមមនុស្សបានវាប្រសើរជាងរបស់កខ្វក់ក្នុងចិត្តរបស់មនុស្សខ្លះដែលពិបាកនឹងដោះស្រាយទៅទៀតឯងជាអ្នកណាថាចិត្តកខ្វក់ស៊ូជីឈីឯងកុំឲ្យមុខមិនចេះទទួលខុសត្រូវឯណាឯងជាប្រពន្ធដែលលោកហូយេបានរៀបការតាមច្បាប់ទម្លាប់ត្រឹមត្រូវតែបែរជាទៅដើរបង្ហាញមុខនៅតាមផ្លូវទៅថ្លៃជាមួយពួកអ្នកលក់ដូរអីចឹងឯងទុកមុខមាត់លោកហូយេទៅទុកឯណាមុខមាត់ឬកញ្ញាឈូមុខមាត់គឺរកបានដោយខ្លួនឯងមិនមែនអង្គុយប៉ាក់ការនៅក្នុងបន្ទប់ឯកោនោះទេខ្ញុំរកស៊ីដោយសមត្ថភាពខ្លួនឯងមិនបានលួចមិនបានប្លន់ទេអ្នកក្រុងនេះញ៉ាំទឹកជ្រលក់ខ្ញុំគេសរសើរថាប្រពន្ធលោកហូយេពូកែមិនក៏ដល់មាត់ឯងខ្លាចជាធ្វើឲ្យអាម៉ាស់មុខទៅវិញឯង
អញនេះវាចេះតែរកលេសអាការៈថោកទាបបែបនេះមិននឹងអាចយកទៅប្រៀបធៀបនឹងកិរិយាមាយាទអ្នកមានបានកញ្ញាឲ្យគ្រឿងលម្អលើក្បាលអញសម្លៀកបំពាក់លើខ្លួនឯងមួយណាមិនមែនទិញមកពីលុយដែលអញថាថោកទាបហ្នឹងបើគ្មានលុយទាំងនេះទេខ្លាចតែដីនៅទីនេះក៏អញមិនបានឃើញដែរនាងស្រុកស្រែចង្រៃឲ្យឃើញតែលុយមែនលោកហូយប្រកាសជាត្រូវមុនស្នេហ៍អញបិទបាំងភ្នែកហើយបានជាបណ្ដោយឲ្យអញធ្វើរឿងឈួតបែបនេះកញ្ញាឈូជំនួសឲ្យការបារម្ភថាលោកហូយត្រូវគេបិទបាំងភ្នែកគួរតែបារម្ភពីខ្លួនអញសិនទៅអញនាំមនុស្សមកច្រើនបែបនេះចូលក្នុងផ្ទះខ្ញុំចង់មកបង្រៀនច្បាប់ទម្លាប់ខ្ញុំឬចង់ឲ្យអ្នកក្រុងដឹងថាកូនស្រីត្រកូលបូដែលជាអ្នកក្រប៉ែជាមកចាប់អារម្មណ៍រឿងផ្ទៃក្នុងគេខ្លាំងម្ល៉េះកុំប៉ះខ្ញុំបើស្អប់ខ្ពើមខ្លាំងម្ល៉េះក៏សូមអញ្ជើញត្រឡប់ទៅវិញទៅវត្តតូចតាចរបស់ខ្ញុំនេះមិនអាចទទួលបដិសណ្ឋារកិច្ចអ្នកទាំងឡាយបានទេវ៉ាន់ជួយជូនភ្ញៀវទៅស៊ូឈីងឈៀនចាំមើលសិនទៅលោកម្ចាស់ឲ្យលោកសាច់បែបនេះមិនសមជាខ្លួនអញសោះពួកមនុស្សល្ងងខ្លៅហ៊ានណាស់ដែលហ៊ានទៅរករឿងនាងស៊ូជីឈីឯងចាំមើលចុះថ្ងៃណាមួយឯងនឹងត្រូវសងថ្លៃចំពោះភាពក្រអឺតក្រទុំរបស់ឯងមិនខានមិនអីទេលោកពិតជាខ្លាំងមែនពួកនារីអភិជនទាំងនោះធម្មតាធ្វើខ្លួនខ្ពស់ទៅដែរថ្ងៃនេះទើបបានដឹងរសជាតិជាចាប់រឿងតូចតែទេទំនេរគ្មានការធ្វើក៏មករកចំនួនដល់ផ្ទះខ្ញុំក៏ឆ្លៀតឱកាសបង្រៀនពួកគេបន្តិចបន្តួចឲ្យចេះគោរពអ្នកដទៃខ្លះមិញនេះធ្វើបានល្អណាស់ល្អហើយចុះហេតុអ្វីមិនទៅជួយស្រីស្នេហ៍របស់លោកទៅបែរជាមកសរសើរខ្ញុំវិញខ្ញុំមិនដែលដាក់ពួកគេក្នុងចិត្តឡើយសម្រាប់ខ្ញុំមានតែអ្នកទេដែលពិសេសជាងគេចាស់ខ្ញុំដឹងហើយកុំមកធ្វើរំជួលចិត្តអីខ្ញុំត្រូវទៅដាំបន្លែរកលុយទៀតកូនស្រីចិត្តដាច់ឲ្យអញមានបានហើយក៏ភ្លេចម៉ែដែរចុះឲ្យពួកយើងរស់នៅយ៉ាងម៉េចទៅស៊ូហឺមិនមែនទេស៊ូឈីឈីអញឆាប់ចេញមកបោះបង់ម៉ែបង្កើតចោលបែបនេះអញមានសមនសការខ្លះទេស៊ូឈីឈីខ្ញុំចង់ដឹងថាលើកនេះអញនៅអាចចិត្តដាច់បានទៀតរត់យ៉ាងហោចណាស់ក៏ត្រូវតែរកលុយខ្លះមកឲ្យដែរតើវាមានរឿងអីទៅក្រុមគ្រួសាររបស់លោកជំទាវហូហ្វូមើលទៅដូចជាអ្នកស្រែកចម្ការសោះមិនក៏មកធ្វើខ្លួនអាក្រក់បែបនេះមិនល្អទេម៉ែចុងឲ្យបង្កើតនឹងស៊ូរ៉ូកំពុងតែយំស្រែកឡូឡានៅមុខទ្វារធំរបស់ហូហ្វូពួកគេកំពុងស្រែកឡូឡាហើយគំរាមថានឹងមកទារលុយពីអ្នកទៀតផងខ្ញុំដឹងតាំងពីដើមមកហើយថាពួកគេនឹងមកគ្រួសារដែលលោកខ្លួនបែបនេះមិននឹងអាចប្រឡែងខ្ញុំដែលជាដើមលុយរបស់ពួកគេទៅលោកជំទាវត្រូវការឲ្យខ្ញុំចាត់ការឲ្យគេដេញពួកគេចេញទេមិនបាច់ទេកិច្ចបានតែមួយពេលតែមិនអាចកិច្ចបានមួយជីវិតទេថ្ងៃនេះខ្ញុំនឹងបញ្ចប់រឿងនេះឲ្យដាច់ស្រឡះកាប់ផ្ដាច់គ្រប់យ៉ាងដែលពួកគេកំពុងគិតដើម្បីកុំឲ្យពួកគេមករំខានខ្ញុំទៀតនៅថ្ងៃក្រោយនាងកូនក្បត់សៀកស្អាតបាត់បន្តិចក៏ភ្លេចមុខមាត់ឪពុកម្ដាយបាត់ទៅហើយយើងខំចិញ្ចឹមបីបាច់ថែរក្សានាងរហូតធំដឹងក្តីឥឡូវនាងមានបានហើយតែមួយសេនក៏មិនព្រមជួយគ្រួសារដែរនាងពិតជាគ្មានសិលធម៌មែនអ្នកទាំងអស់គ្នាមើលចុះនេះហើយកូនស្រីមិនក៏ញោមបងស្រីឲ្យម៉ាក់ក៏មិនងាយស្រួលប៉ុន្មានដែរបងស្រីមានបានហើយជួយគ្រួសារបន្តិចបន្តួចទៅកុំឲ្យរឿងរ៉ាវវាធំដុំដល់ថ្នាក់នេះអីឲ្យគេមើលងាយយើងអស់ហើយខ្ញុំកាត់ផ្ដាច់ទំនាក់ទំនងថ្ងៃនេះខ្ញុំនឹងនិយាយឲ្យគ្រប់គ្នាដឹងពីជីវិតខ្ញុំនៅផ្ទះត្រកូលស៊ូតាំងពីតូចមកខ្ញុំមិនដែលបានហូបឆ្អែតស្លៀកមិនដែលបានក្តៅធ្វើការរាល់ថ្ងៃឡើងក្នុងកាប់អស់ចុះទៅចាប់ត្រីការងារធ្ងន់ទាំងអស់គឺខ្ញុំជាអ្នករ៉ាប់រងស៊ូរ៉ូបានរស់នៅសុខស្រួលឯខ្ញុំវិញស្លៀកតែសម្លៀកបំពាក់ចាស់ខ្ញុំខំសន្សំសំចៃ3ឆ្នាំពេញដែលខ្ញុំជួយគ្រប់គ្រងសិនវិនស្វានដោយយកលុយសន្សំ 2000 ប្រាក់ឲ្យគាត់ទៅប្រឡងដល់ពេលគាត់ប្រឡងជាប់មានមុខមាត់ក្នុងសង្គមគាត់បែរជាទៅរៀបការជាមួយប្អូនស្រីខ្ញុំហើយបោះបង់ខ្ញុំចោលដូចជាសម្រាប់ត្រកូលស៊ូមិនដែលស្រឡាញ់ខ្ញុំបន្តិចសោះមានតែគៀបសង្កត់និងវិដំខ្ញុំប៉ុណ្ណោះថ្ងៃរៀបការនោះខ្ញុំបានប្រកាសកាត់ផ្ដាច់ទំនាក់ទំនងនៅចំពោះមុខភ្ញៀវទាំងអស់ដោយមានលិខិតជាផ្សាំងចាប់ពីពេលនោះមកខ្ញុំលែងពាក់ព័ន្ធនឹងត្រកូលស៊ូទៀតហើយនាងក៏ហប់យើងចិញ្ចឹមនាងយ៉ាងល្អនាងគ្រាន់តែចង់បានមុខមាត់ថ្មីក៏ចង់បោះបង់ពួកយើងចោលមែនទេចិញ្ចឹមខ្ញុំយ៉ាងល្អថ្ងៃនេះខ្ញុំប្រាប់ឲ្យច្បាស់ចុះបើពួកចាត់ទុកថាជំរាបបញ្ជីគ្នាត្រឹមនឹងចុះបើថ្ងៃក្រោយពួកឯងហ៊ានមកគំរាមកំហែងទៀតខ្ញុំនឹងដាក់ពាក្យបណ្ដឹងពីបទគំរាមកំហែងទីប្រាក់ឲ្យជាប់គុកតែម្ដងខ្ញុំស៊ូជីឈីគ្មានឪពុកគ្មានម្ដាយរស់នៅតែម្នាក់ឯងដូច្នេះអ្នកណាក៏ដោយក្នុងត្រកូលស៊ូក៏មកក្បែរខ្ញុំឲ្យសោះអ្នកណាខ្លះនៅទីនេះនាំមនុស្សទាំង3នាក់នេះចេញពីក្រុងទៅហើយហាមមិនឲ្យចូលមកក្នុងក្រុងនេះទៀតជាដាច់ខាតបើហ៊ានតែរឹងតឹងចាប់ដាក់គុកឲ្យអស់ចាប់ពីពេលនេះទៅក្នុងលោកនេះលែងមានស៊ូហឺដែលជាកូនស្រីដែលត្រកូលស៊ូបានបោះបង់ចោលទៀតហើយមានតែស៊ូឈីឈីម្នាក់នេះទេដែលមានសេរីភាពហើយគិតតែពីរឿងរកលុយទីបំផុតសន្សំបាន20ដំឡឹងហើយតូបតូចដែលត្រូវខ្ចោះត្រូវថ្ងៃនេះមិនមែនជាដំណោះស្រាយយូរអង្វែងទេខ្ញុំនឹងទៅរើសរកហាងទំនេរនៅតំបន់ដែលមានមនុស្សអ៊ូអរក្នុងក្រុងដើម្បីឲ្យអ្នកស្រីជ្រើសរើសតាមចិត្តខ្ញុំបានទទួលបញ្ជានឹងរកទីតាំងល្អបំផុតជូនអ្នកស្រីឲ្យខាន់តែបានមិនបាច់រើសកន្លែងថ្លៃបំផុតឲ្យខ្ញុំទេកន្លែងដែលមានមនុស្សដែលច្រើននៅមាត់ផ្លូវថ្លៃឈ្នួលសមរម្យគឺបានហើយការវិនិយោគដំបូងមិនគួរច្រើនពេកទេយកសុវត្ថិភាពជាចម្បងតាមចិត្តអ្នកស្រីចុះជាន់ទី1ធ្វើជាកន្លែងលក់អាហារជាន់ទី2អាចទុកដាក់អីវ៉ាន់និងសម្រាប់បានទីតាំងល្អណាស់ពិតជាល្អមែនស្អាតបាតមានរបៀបរៀបរយយកកន្លែងនេះហើយទីបំផុតខ្ញុំមានហាងតូចមួយជារបស់ខ្លួនឯងហើយចង់បានគ្រឿងផ្សំរូបករណ៍អ្វីកុំកោតអីប្រាប់មកសិនបានណា
បើខ្វះមនុស្សខ្ញុំនឹងរៀបចំអ្នកមកជួយអញមិនបាច់ទេខ្ញុំរៀបចំខ្លួនអញបន្តិចម្ដងទៅពេលល្ងាចបានអញមកជួយខ្ញុំបន្តិចបន្តួចគឺគ្រប់គ្រាន់ហើយខ្ញុំចង់ពឹងលើខ្លួនអញដើម្បីពង្រីកហាងតូចនេះឲ្យកាន់តែធំឈ្មោះហាងត្រូវតែញីស្រួលហៅឲ្យវាជាប់មាត់ទើបគេញីចាំលោកស្រីថ្ងៃនេះខ្ញុំបានកុម្ម៉ង់ទឹកជ្រលក់ហិរ5មុខនិងតៅហ៊ូប្រៃ3ចំណែករួចរាល់ហើយពួកអ្នកដែលជាអង្គរៈដៃខែផ្សោះឥឡូវបែរជាត្រូវរសជាតិហិរនេះគ្រប់គ្រងអស់ទៅហើយបើគេដឹងទៅមិនខ្លាចគេសើចចំអកឲ្យទេមិនសើចទេលោកស្រីម្ហូបដែលលោកស្រីធ្វើគឺឆ្ងាញ់ដាច់គេក្នុងលោកបើធៀបនឹងអាហារគ្រឿងក្នុងកងទ័ពវិញនេះវាដូចជាអាហារទេពអញ្ចឹងស្នាដៃលោកស្រីពិតជាអស្ចារ្យចិត្តល្អហើយក៏សុភាពរាបសារទៀតគឺល្អជាងពួកនារីអភិជនក្រអឹតក្រទុំក្នុងក្រុងរាប់ពាន់ដងវូឈិនទៅបើកប្រាក់មកយកទៅទិញសម្ភារៈធ្វើម្ហូបបន្ថែមឲ្យលោកស្រីខ្ញុំចង់ឲ្យនាងហត់នឿយបានហើយលោកម្ចាស់លោកម្ចាស់ដែលត្រជាក់ត្រជុំនិងខ្សោយកម្លាំងម្នាក់នេះតែងតែធ្វើអ្វីដែលស្ងៀមស្ងាត់ហើយលួចផ្ដោតគ្រប់យ៉ាងឲ្យខ្ញុំការស្រឡាញ់ពេញចិត្តនិងការជួយជ្រោមជ្រែងលោកជំទាវជាពលក្នុងខ្លួនរបស់លោកម្ចាស់កំពុងតែរើឡើងខ្លាំងណាស់ចង្វាក់ជីបចរមិនទៀងទាត់សោះវាធ្ងន់ធ្ងរជាងរាល់ដងទៅទៀតយកចង្ក្រានធ្យូងទាំងអស់ទៅដាក់ក្បែរគ្រែរួចរៀបចំថ្នាំក្តៅបង្ហោះសម្រាប់បណ្ដេញភាពត្រជាក់កុំដាក់ថ្នាំណាដែលមានជាតិត្រជាក់ឲ្យសោះកុំខ្លាចអីខ្ញុំនៅទីនេះខ្ញុំនឹងនៅក្បែរអ្នកបន្តិចទៀតគឺលេងត្រជាក់ហើយភ្ញាក់ហើយឬនៅត្រជាក់ទៀតទេមានឈឺត្រង់ណាអត់មិនត្រជាក់ទេមានអូននៅទីនេះក៏ក្តៅណាស់កុំទៅណាអីនៅកំដៅបងបន្តិចទៀតទៅបានបងមិនទៅណាទេជីវិតនេះពេលនេះបងនឹងមិនឲ្យអូនឃ្លាតឆ្ងាយពីបងសំបីតែមួយជំហានឡើយស៊ូឡាតាកាពីយប់មិនគេងលក់ស្រួលទេយូរហើយដែលមិនបានគេងលក់ស្កប់ស្កល់បែបនេះជីវិតបែបនេះដល់ណាទៅទោះតែគ្រឿងអលង្ការសំរុំមួយក៏ទិញមិនបានផងត្រកូលស៊ូថ្ងៃចេះតែឆ្លោះប្រកែកគ្នាត្រកូលស៊ូនេះវាដូចជាអន្លង់គ្មានបាត់អញ្ចឹងនាំតែរឿងមកឲ្យខ្ញុំមិនឈប់ហើយអ្វីបានជាអាអ្នកស្រែស៊ូឈីស៊ីននោះអាចចូលក្នុងភូមិគ្រឹះលោកម្ចាស់ហើយថែមទាំងអាចលក់ដូររហូតមានបានទៀតខ្ញុំរៀនសូត្រលំបាកលំបិនប៉ុន្មានឆ្នាំមិនព្រមចាញ់អាមនុស្សថោកទាបម្នាក់នោះដាច់ខាតបាននៅដំណឹងទេទឹកជ្រលក់ហឹរនៅហាងលក់អាហារសម្រន់ជីនោះគេដាក់របស់មិនស្អាតចូលញ៉ាំទៅអាចរលួយពោះវៀនបានណាពិតមែនឬកាលពីម្សិលមិញខ្ញុំថានឹងទៅទិញពីក្រដាយគួរឲ្យខ្លាចម្លេះអ្នកទាំងអស់គ្នាកុំទិញអីរបស់ហាងនេះមានជាតិពុលប្អូនប្រុសខ្ញុំញ៉ាំហើយឈឺពោះរហូតដល់ឥឡូវនេះលោកស្រីយូខ្ញុំបានស៊ើបអង្កេតច្បាស់ហើយរឿងអាស្រូវរបស់ Shane នឹងការបង្កចំនួននៅហាងសុទ្ធតែជាការរៀបចំរបស់ Shane វិញឈ្មោះទាំងអស់ Shane វិញឈ្មោះណាហ៎គេពិតជាហ៊ានមែនហ៊ានមកប៉ះមនុស្សរបស់ខ្ញុំខ្ញុំមិនបានទៅរករឿងគេទេតែគេបែរជាមកដល់មាត់ទ្វារខ្លួនឯងគិតថាខ្ញុំងាយនឹងបោកបញ្ឆោតមែនទេក្នុងនៅពេលគេចង់លេងខ្ញុំនឹងលេងជាមួយគេឲ្យដល់ទីបញ្ចប់លើកនេះខ្ញុំនឹងធ្វើឲ្យគេងើបមុខមិនរួចតែម្ដងតើលោកស្រីចង់ធ្វើបែបណាខ្ញុំនឹងជួយសម្រេចឲ្យបើគេចង់លេងខ្ញុំនឹងលេងជាមួយគេឲ្យដល់ទីបញ្ចប់បើហ៊ានតែបង្កាច់បង្ខូចនឹងលេងល្បិចចោលខ្វក់បែបនេះខ្ញុំនឹងឲ្យគេដឹងថាត្រូវបង់ថ្លៃយ៉ាងណាមិនបាច់ឲ្យអញចេញមុខទេទុកឲ្យខ្ញុំជាអ្នកដោះស្រាយវិញខ្ញុំមិនអនុញ្ញាតឲ្យអ្នកណាហ៊ានប៉ះពាល់អញសូម្បីតែបន្តិចឡើយ
សិនវិនសួនបានលួចបន្លំក្នុងការប្រឡងដើម្បីដណ្ដើមយកតំណែងដូច្នេះត្រូវដកហូតឋានៈជាសិស្សច្បងដកឈ្មោះចេញពីបញ្ជីឈ្មោះអ្នកប្រឡងជាប់ហើយហាមមិនឲ្យចូលរួមប្រឡងទៅទៀតជាដាច់ខាតត្រូវវានឹងដំបងចំនួន30រួចបណ្តេញចេញពីក្រុមភ្លាមអូគឺបានមកពីការលួចចម្លងនិងល្បិចចោលខ្វក់បែបនេះសោះបានជាចរិតអន់ថយដល់ថ្នាក់នេះថែមទាំងហ៊ានបង្កាច់បង្ខូចគេទៀតចិត្តគំនិតពិតជាអាក្រក់ខ្លាំងណាស់សម្មុខហើយកាលពីមុនហ៊ានបោះបង់ប្រពន្ធដើមចោលឥឡូវនេះគឺជារឿងសងសឹកសុទ្ធសាធបានហើយខ្ញុំដឹងហើយធ្វើខ្លួនឯងទទួលខ្លួនឯងទៅមិនបាច់អាណិតទេចាប់ពីពេលនេះទៅគ្មានអ្នកណាហ៊ានមករំខាននាងទៀតទេលោកម្ចាស់ហូមួយរយៈនេះចូលចិត្តមុខក្រហមណាស់តើមកពីជាពលមិនទាន់អស់មែនទេលោកម្ចាស់ហូឲ្យខ្មាស់អ៊ីនទៀតហើយរូបភាពត្រជាក់លាក់របស់លោកគឺរលាយអស់ហើយអ្នកមើលចុះឯកឧត្តមឥឡូវនេះធ្លាក់ក្នុងអន្លង់ស្នេហ៍នៅសួនស៊ុយយូទាំងស្រុងហើយមកជួបជារៀងរាល់ថ្ងៃមិនដែលខានមានរបៀបរៀបរយជាងពួកយើងដែលចាំយាមទៅទៀតមែនហើយកាលពីមុនឯកឧត្តមត្រជាក់ដូចទឹកកកអញ្ចឹងតើមានអ្នកណាហ៊ាននិយាយអ្វីដែរឥឡូវនេះវិញល្អណាស់អង្គុយចាំនៅក្បែរថ្មជួយលោកស្រីបេះបន្លាយភាពទន់ភ្លន់ក្នុងភ្នែកគាត់ស្ទើរតែហូរចេញមកហើយពីមុនផ្ទះឯកឧត្តមស្ងាត់ជ្រុងឥឡូវនេះពឹងផ្អែកលើលោកស្រីដែលធ្វើឲ្យផ្ទះមានភាពកក់ក្ដៅនេះហើយគេហៅថាមានអ្នកកំចាត់អ្នកមើលទៅកូនចៅរបស់អ្នកចុះពីមុនមិនខ្លាចមេឃមិនខ្លាចដីទេតែបែរជាត្រូវប្រសែភ្នែកអ្នកមួយនេះកុំញើញឲ្យចុះចាញ់រៀបទៀបទៅវិញហ៊ានតែលួចលាក់នៅពីក្រោយខ្នងហើយលួចនិយាយឌឺដងពួកយើងប៉ុណ្ណឹងឯងពួកគេតែងតែនិយាយលេងសាច់ផ្ដេសផ្ដាស់ពីខ្ញុំយកពួកយើងមកនិយាយលេងខ្ញុំមានអារម្មណ៍មិនសូវស្រួលសោះអ្នកកុំរវល់តែរៀបចំកូនពីងជ្រក់ឬរវល់តែរងាស់ទឹកជ្រលក់អីមកនៅក្បែរខ្ញុំបន្តិចទៅបានទេមុនស្នេហ៍ដូចជាអ្នកនេះធ្វើឲ្យខ្ញុំចេះតែចង់នៅក្បែរមិនចង់ឃ្លាតឆ្ងាយសោះលោកម្ចាស់មានបញ្ហាក្រពះពោះវៀនឆ្នាំងនេះខ្ញុំមិនបានដាក់គ្រឿងហិរទេសំនឹងគាត់ញ៉ាំណាស់ស្នាដៃអ្នកស្រីពិតជាអស្ចារ្យមែនជើងជ្រូកនេះឆ្ងាញ់ជាងនៅភោជនីយដ្ឋានក្នុងក្រុងរាប់រយដងរសជាតិហិរចូលសាច់ញ៉ាំកាន់តែឆ្ងាញ់ជីខ្ញុំក៏ចង់ញ៉ាំជើងជ្រូកដែរតិចតួចបានហើយជួយដួសប្រេងហិរចេញឲ្យខ្ញុំផងជូតឲ្យស្អាតទៅតិចតួចទេមិនបាត់បង់អ្វីទេយល់ព្រមទេអត់ហិរទេឆ្ងាញ់ណាស់ឲ្យតែជាម្ហូបដែលអូនធ្វើដោយដៃខ្លួនឯងហើយបញ្ចុកបងផ្ទាល់ទោះជាមានរសជាតិបែបណាក៏បងចូលចិត្តដែរទោះហិរជាងនេះទៀតក៏បងសុខចិត្តភ្លុកដែរមេឃងឹតហើយវ៉ាន់ស៊ុយអូនត្រឡប់ទៅសម្រាប់ក្នុងបន្ទប់ទៅមិនបាច់នៅចាំទីនេះទេចាស់អ្នកស្រីបើអញ្ចឹងខ្ញុំម្ចាស់សូមខ្លួនថយក្រោយសិនហើយប៉ុន្មានថ្ងៃនេះពិតជាអរគុណអូនណាស់ដែលខំរៀបចំអាហារបំពន់និងធ្វើម្ហូបទាំង3ពេលឲ្យបងញ៉ាំហើយថែមទាំងមើលថែបងយ៉ាងយកចិត្តទុកដាក់ទៀតជាពលដែលនៅក្នុងខ្លួនបងជាច្រើនឆ្នាំមកនេះក៏ថមថយទៅវិញច្រើនហើយឥឡូវកំមនឹងរើឡើងវិញណារាងកាយបងក៏មានកម្លាំងកំហែងឡើងវិញច្រើនដែរកាលពីមុនបងរស់នៅដូចជាជាប់ឃុំក្នុងទ្រុងត្រូវជាពលធ្វើទុកបុកម្នេញទាំងយប់ទាំងថ្ងៃត្រូវគេគិតគូរដាក់ផែនការកម្ចាត់ហើយរស់នៅដោយការប្រុងប្រយ័ត្នគ្រប់ពេលវេលាឯក៏គ្មានទីពឹងមិនដែលដឹងសោះថាការមានអាហារក្តៅញ៉ាំវាមានអារម្មណ៍បែបណារហូតដល់បានជួបអូនគឺអូនដែលបង្រៀនឲ្យបងចេះអង្គុយមើលផ្ការីករាយនឹងការដាំបន្លែឆុងតែនឹងនិយាយលេងសើចក្នុងជីវិតប្រចាំថ្ងៃគឺអូនដែលជួយឲ្យបងរំដោះខ្លួនចេញពីភាពត្រជាក់ត្រជុំទាំងនោះហើយក្លាយជាមនុស្សដែលមានក្តីសុខពិតប្រាកដម្នាក់
ឈីឲ្យពីមុនមកបងនៅម្នាក់ឯងឯក៏រហូតតែចាប់តាំងពីបានជួបអូនមកជីវិតបងក៏មានគូកំដររហូតទៅចាប់ពីពេលនេះទៅរាល់ឆ្នាំរាល់ខែបងនឹងការពារអូនឲ្យមានសុវត្ថិភាពមិនឲ្យអូនជួបទុក្ខលំបាកឬត្រូវរងភាពអយុត្តិធម៌ឡើយអូននៅក្បែរបងបានទេនៅកំដរបងរាល់ថ្ងៃរាល់ពេលមិនថាពេលណាទាំងអស់បាននិយាយឲ្យតិចមកកុំមាត់កុំខ្លាចក្រែងរំខានរឿងល្អរបស់លោកម្ចាស់ហូប្រយ័ត្នតែគេដេញចេញពីផ្ទះទៅកុំបារម្ភអីពួកយើងចេះដឹងរឿងណាស់ចាំមើលលោកម្ចាស់ហូសម្រាប់កិច្ចការរួចរាល់ពួកយើងនឹងទៅសុំទឹកជ្រលក់ហិរដែលលោកស្រីធ្វើផ្ទាល់ដៃមកញ៉ាំជាការតបស្នងជីវិតពាក់កណ្ដាលជីវិតរបស់នាងគឺឯកោនឹងជួបតែរឿងលំបាកលំបិនឆ្លងកាត់ពេលវេលាដងនិតសូនអសង្ខជាច្រើនប៉ុន្តែចាប់តាំងពីបានជួបស៊ូឈីឈីមកភាពត្រជាក់ត្រជុំទាំងឡាយក៏លីបាត់អស់ហើយនាងក៏បានប្រគល់ភាពទន់ភ្លន់ការស្រឡាញ់និងភាពស្មោះត្រង់ទាំងអស់ដែលមានទៅឲ្យស៊ូសូមអរគុណពុកម៉ែបងប្អូននិងប្រិយមិត្តដែលបានចូលរួមអូបទធំនិងគាំទ្ររាល់វីដេអូរបស់អាត់មានជូនពរពុកម៉ែបងប្អូននៅរោគទួនមានបានមានសុខភាពល្អបរិបូរណ៍ជានិច្ច